ក្នុងឆ្នាំដែលពួកគេស្រឡាញ់គ្នាខ្លាំងបុរសម្នាក់បានស្លាប់ក្នុងគ្រោះថ្នាក់សារធាតុគីមីដើម្បីជួយស្លាប់ដើម្បីកុំឲ្យមិត្តស្រីគិតខ្លីគាត់បានអង្វរនាងឲ្យជួយមើលថែប្អូនប្រុសភ្លោះរបស់គាត់រយៈពេល5ឆ្នាំបុរសនោះបានស្លាប់បាត់ទៅហើយនៅក្នុងដៃដែលក្តាប់យ៉ាងណែនរបស់គាត់មានក្រដាសមួយសន្លឹកនិងប៊ិចថតសម្លេងមួយដើមប៊ិចថតសម្លេងនោះតតែ7ឆ្នាំក្រោយទើបហើយនារីម្នាក់ធ្វើតាមការសន្យាដោយខ្លាចជាលេខារបស់ប្អូនរយៈពេលបានរក្សាការសន្យានេះដោយភាពអត់ធ្មត់និងស្ងៀមស្ងាត់ជួយថឹកស្រាជំនួសគាត់ក្នុងពិធីជប់លៀងសូម្បីតែជួយរងកម្មបិទជំនួសគាត់បានរួចផុតពីសេចក្តីស្លាប់ជាច្រើនលើកច្រើនសែហើយបន្តតាមដោះស្រាយបញ្ហាឲ្យគាត់ដោយស្ងប់ស្ងាត់គ្រប់គ្នាគិតថានាងមិនអាចចាក់ចេញពីគាត់បានរហូតដល់ឆ្នាំទី7បានបញ្ចប់នាងក៏បានហុចលិខិតលាឈប់នៅសល់តែ3ថ្ងៃទៀតប៉ុណ្ណោះក្រោយដែលមិត្តស្រាប់បានបន្សល់ទុកប៉ុន្តែរយៈពេល3ថ្ងៃចុងក្រោយឆក់យកជីវិតរបស់នាងទៅហើយថ្ងៃនោះពេលនាងទើបតែដើរចេញពីក្រុមស្រាប់តែមានម៉ូតូមួយគ្រឿងបើកសម្ដៅមកបុកអ្នកដែលចុះពីលើម៉ូតូគឺជាស្រីក្នុងបេះដូងរបស់នឹងការតាមរបស់នារីម្នាក់នោះជាច្រើនឆ្នាំមកពេលបុរសនោះមកដល់នាងក៏បានទាមទារដោយរបស់នារីនោះមួយខែពេញទោះបីជានាងមិនមានកំហុសក៏ដោយចំណែកឯបុរសនោះដើម្បីឲ្យស្រីស្អាតសប្បាយចិត្តក៏យកព្រមភ្លាមដោយមិនស្ទាក់ស្ទើរចំពោះរឿងទាំងអស់នេះនាងមិនបានតវ៉ាអ្វីឡើយតាំងពីមិត្តប្រុសស្លាប់ទៅនាងប្រៀបដូចជាមនុស្សឯកោអ្វីដែលធ្វើឲ្យនាងអាចទ្រាំបានគឺគ្រាន់តែសន្យាការពី7ឆ្នាំមុនដែលមិនទាន់បានសម្រេចទោះបីជាត្រូវស្រីម្នាក់នោះធ្វើបាបយ៉ាងណាក៏ដោយប៉ុន្តែលើកនេះស្រីម្នាក់នោះបានដើម្បីបញ្ជាក់ពីចិត្តស្មោះរបស់បុរសនោះគេត្រូវតែឆ្លងកាត់ការសាកល្បងចំនួនហើយការសាកល្បងបានគេទៅចូលរួមប្រណាំងជាមួយនាងក្នុងការប្រណាំងម៉ូតូដែលប្រថុយនឹងគ្រោះថ្នាក់ពេលដែលបុរសនោះហៀបនឹងយកព្រមនារីនោះក៏បាននិយាយកាត់ហើយសុំប្រណាំងជំនួសគេទៅវិញប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះទង្វើនេះបែរជាធ្វើឲ្យបុរសនោះមានអារម្មណ៍មិនស្រួលក្នុងចិត្តគេក៏និយាយថាអ្នកស្រឡាញ់ខ្ញុំខ្លាំងដល់ថ្នាក់មិនគិតពីជីវិតខ្លួនឯងប៉ុន្មាននារីម្នាក់នោះក៏បដូរឈុតប្រណាំងរួចរាល់សង្សារចាស់គ្រាន់តែបើកមាត់ភ្លាមក៏តម្រូវឲ្យគេជ្រើសរើសម៉ូតូដែលបុរសម្នាក់នោះមិនដាច់ចិត្តខត់ទេប៉ុន្តែត្រូវសង្សារចាស់និយាយមួយឃ្លាថាអ្នកមិនស្រឡាញ់ខ្ញុំទេក្នុងចិត្តរបស់គេរំពឹងថានារីម្នាក់នោះនឹងជាយ៉ាងណានាងនៅតែធ្វើតាមដោយស្ងៀមស្ងាត់ដូចរាល់ដងបន្ទាប់មកនាងក៏ឡើងជិះម៉ូតូដោយមិនស្ទាក់ស្ទើរពេលឆែនខ្ញុំបានសន្យានឹងគេថាត្រូវមើលថែប្អូនប្រុសរបស់អ្នកទោះជាគ្រោះថ្នាក់យ៉ាងណាក៏ដោយខ្ញុំនឹងប្រណាំងឲ្យចប់ពេលការប្រណាំងចាប់ដើមនារីម្នាក់នោះក៏បានចូលដល់ក្បែរសម្លឹងមើលម៉ូតូពណ៌ក្រហមដែលកំពុងហោះហើរដងលោកកាន់តែញាប់ហើយថែមទាំងបន់ស្រន់ក្នុងចិត្តកុំឲ្យនាងមានប៉ុន្តែនៅពេលដែលនារីម្នាក់នោះជិតដល់ទីបញ្ចប់ស្រាប់តែមានអ្នកប្រណាំងដែលមានបំណងអាក្រក់ម្នាក់ដោយសារល្បឿនលឿនពេកធ្វើឲ្យនាងគេចមិនទាន់នាងក៏បុកនឹងដំបងដៃយ៉ាងខ្លាំងហើយដួលទៅលើម្នាក់នោះស្ទុះទៅរកនាងស្ទើរតែគេក៏អបនាងជាប់ក្នុងរង្វង់ដៃមិនយូរប៉ុន្មាននាងត្រូវបានបញ្ជូនទៅបុរសម្នាក់នោះរងចាំនៅខាងក្រៅចំណែកឯសង្សារចាស់វិញបែរជាអង្គុយលេងទូរស័ព្ទពេលគេឃើញបែបនេះសង្សារចាស់ក៏ទ្រាំមិនបានសួរគេថាអ្នកលួចស្រឡាញ់នាងហើយមែនទេស្មានមិនដល់ដើម្បីបិទបាំងអារម្មណ៍រំជើបរំជើបបែរជានិយាយបង្អាក់នាងគ្រាន់តែជាមនុស្សថោកទាបដែលតាមពេលនោះនារីម្នាក់នោះត្រូវបានគេរុញចេញពីបុរសម្នាក់នោះហៀបនឹងថាមកបញ្យោទៅហើយប៉ុន្តែសង្សារចាស់បែរជាធ្វើពុតជាហើយយកអ្វីមកឈោតជើងឲ្យមានរបួសបន្តិចបន្តួចសម្លេងស្រែករបស់នាងតាក់ទាញចំណាប់អារម្មណ៍របស់គេស្ទើរមួយសន្ទុះក៏ងាយទៅបីសង្សារចាស់ហើយប្រញាប់ប្រញោទៅលៀងរបួសពេលនារីម្នាក់នោះដឹងខ្លួនឡើងវិញថាខ្លួនសល់ពេលតែ2ថ្ងៃទៀតប៉ុណ្ណោះមុនពេលបិទថតសម្លេងប៉ុន្មានគិលានុបដ្ឋាយិកាក៏ចូលមកប្រាប់ថាវានឹងឈឺបន្តិចឲ្យនាងមួយឃ្លានេះស្រាប់តែរំលឹកដល់ការចងចាំដ៏សែនឆ្ងាយពេលនាងមានរបួសស្នេហាគ្រាដំបងតាំងតែលូងដូចជាលូងកូនក្មេងអញ្ចឹងដូចជាគ្រាដែលនៅលើផ្លូវជីវិតនៅពេលនេះអញ្ចឹងពួកអ្នកមិនមែននៅពេលនេះបុរសម្នាក់កំពុងកាន់បាច់ផ្កាកុលាបក្រហមដើរសម្ដៅទៅបន្ទប់សម្រាប់ព្យាបាលរបស់នាងតាមពិតទៅគេមិនច្បាស់ទេថាហេតុអ្វីបានជាគេជ្រើសរើសមានអារម្មណ៍ថាវាប្រហែលជាអាចធ្វើឲ្យនាងមានអារម្មណ៍ល្អជាងមុនមិនដល់ថាសង្សារចាស់បែរជាឃើញគេទៅវិញនាងក៏ប្រញាប់រត់តាមទៅនៅខាងក្រៅបន្ទប់របស់នាងគេដែលធ្វើពុតជាឈឺជើងនាងលោតខ្ចាច់ទៅរកបុរសនោះពេលឃើញបាច់ផ្កាកុលាបក៏គិតថាគេទិញមកឲ្យខ្លួនមិនទាន់ទាំងឲ្យគេបកស្រាយផងនាងក៏អបដៃគេហើយអូគេចេញពីមុខបន្ទប់សម្រាប់ព្យាបាលតែម្ដងនារីម្នាក់នោះបានឮសំឡេងរញ៉េញ៉ៃនៅខាងក្រៅដែរប៉ុន្តែនាងលែងមានចិត្តចង់ខ្វល់ទៀតហើយថ្ងៃក្រោយមកប្រាក់កក់ថ្លៃសម្រាប់ពេទ្យរបស់នាងក៏ដើរទៅកន្លែងបងប្រាក់តែម្នាក់ឯងដោយចៃដន្យនាងបានដើរកាត់បន្ទប់របស់សង្សារចាស់នោះកំពុងតែច្របាច់ជើងឲ្យនាងកែវភ្នែកដ៏ទន់ភ្លន់ដែលធ្លាប់តែស្គាល់នោះធ្វើឲ្យនាងនឹកឃើញកាលពីច្រើនឆ្នាំមុនតែខ្លួនក៏ធ្លាប់ត្រូវបានគេថ្នាក់ក្នុងបែបនេះដែរពេលនាងដឹងខ្លួនពីការនឹកឃើញអតីតកាលទឹកភ្នែកក៏ហូរចុះបន្ទាប់មកនារីម្នាក់នោះក៏ងាកក្រោយដើរចេញទៅប៉ុន្តែពេលចុះទៅបងលុយនាងក៏ជួបបញ្ហាប្រាក់សន្សំប៉ុន្មានឆ្នាំនេះច្រើនបានយកទៅឲ្យមន្ទីរពិសោធន៍អស់ហើយលុយដែលនៅសល់ពិតជាមិនគ្រប់គ្រាន់សម្រាប់បងថ្លៃព្យាបាលទេពេលនោះទូរស័ព្ទរបស់បុរសនោះគេបញ្ជាឲ្យនាងទៅទិញឡាបឺបឺដែលមានចំនួនកំណត់មិនបាច់គិតច្រើនទេនេះច្បាស់ជាគំនិតរបស់នាងបានយកលុយដែលនៅសល់ចុងក្រោយទៅទិញថ្នាំបំបត្តិការជាប់អូសរាងកាយដ៏អសោយទៅផ្សារទំនើបប៉ុន្តែនៅខាងក្រៅផ្សារទំនើបមានមនុស្សតម្រង់ជួនអាចទិញបានតែមួយប៉ុណ្ណោះនាងគ្មានជំរឿក៏ទេទៅពន្យល់ប្រាប់គេតែចុងខ្សែខាងទៀតបែរជាសម្លេងសង្សារចាស់របស់គេតែយក5មួយឲ្យបាននេះទៅបុរសនោះចាប់អារម្មណ៍ដឹងថានេះច្បាស់ជាការមានបំណងធ្វើបាបប៉ុន្តែសង្សារចាស់គេបែរជានិយាយយ៉ាងស្រាលថាមិនមែនជាទូនីតិរបស់លេខាទេតែបុរសនោះនឹកឃើញថានាងកំពុងតែមានអារម្មណ៍បារម្ភសង្សារចាស់គេមើលធ្លុះចិត្តរបស់គេខ្ញុំឲ្យឱកាសអ្នកជាលើកចុងក្រោយឲ្យតែអ្នកជាមួយគេនិយាយថាអ្នកស្រឡាញ់គេទៅខ្ញុំនឹងឲ្យគេត្រឡប់មកវិញនឹងមិនធ្វើបាបគេទៀតទេហើយក៏នឹងមិនបង្ហាញខ្លួននៅចំពោះមុខអ្នកទៀតដែរអាឡូលោកប្រធានហ៊ូអាឡូលោកប្រធានគូមិនក៏ដាក់ទូរស័ព្ទចឹងបងប្រុសបលូធូទៅខលប្រាប់គេទៅថាអ្នកស្រឡាញ់គេនិយាយថាអ្នកស្រឡាញ់គេទៅអាំនោះល្ងងទៅត្រូវហើយខ្ញុំជាមនុស្សឈួតចុះអ្នកមិនមែនចូលចិត្តភាពឈួតរបស់ខ្ញុំទេបងប្រុសអាវរងាអ្នកហត់ហើយសម្រាប់សិនទៅអញ្ចឹងបងកុំខឹងអីណានរណាប្រាឲ្យអ្នកចេះតែជួយនិយាយឲ្យលីវ៉ាន់ស៊ីនមុននឹងខ្ញុំមានអារម្មណ៍ថាមិនមានសុវត្ថិភាពទេមិនអាចឲ្យខ្ញុំខឹងបន្តិចបន្តួចបានទេធ្លាប់និយាយហើយខ្ញុំស្រឡាញ់តែអ្នកទេមិនបន្ទោសអ្នកផ្សេងទេខំមកហើយមិននិយាយទៀតឈួតមែនមានរឿងអីហ្នឹងមិនក៏ត្រឡប់មកវិញអរគុណ
សួស្តីអាចឲ្យខ្ញុំទិញឡាប៊ូប៊ូ5មួយបានទេសុំទោសយើងកំណត់ចំនួនទិញម្នាក់បានតែមួយទេម្យ៉ាងទៀតវាទើបតែលក់អស់មុននឹងកាត់អីហ្នឹងសន្លប់បាត់ហើយក្មេងស្រីនេះមានរបួសនៅក្បាលផងដៃក៏មានរបួសដែរឈឺបែបនេះហើយនៅចង់បាន200ទៀតគួតពេកហើយឬថាមកស៊ីឈ្នួលទិញឲ្យថៅកែសម័យនេះរកលុយពិតជាមិនងាយស្រួលទេស្អីគេថៅកែប្រភេទអីហ្នឹងប្អូនស្រីឆាប់ក្រោកឡើងប្អូនស្រីតើគួរឲ្យឡានពេទ្យទេសំណាងឲ្យទូរស័ព្ទមិនខូចទេប្អូនស្រីមើលរបស់នឹងធ្វើអីគួរតែបារម្ភពីក្បាលសិនទៅរបួសរហែកអស់ហើយពូខ្ញុំចង់ទិញឡាប៊ូប៊ូខ្ញុំទៅមើលហាងផ្សេងទៀតប្អូនស្រីឈឺដល់ថ្នាក់នេះហើយនៅចង់ទិញឡាប៊ូប៊ូស្អីទៀតហាងយើងលក់អស់ហើយហាងផ្សេងក៏គ្មានដែរអាឡូលោកប្រធានគូឡាប៊ូប៊ូលក់អស់ហើយតើខ្ញុំអាចចាំស្អែកស្អីគេអាឡូលោកឯងជាថៅកែប្រភេទអីហួសហេតុពេកហើយនេះម្នាក់នឹងចាត់ទុកមនុស្សដូចសត្វធៀបចឹងរបួសធ្ងន់ធ្ងរបែបនឹងហើយនៅឈរតម្រង់ជួបពេញមួយថ្ងៃទៀតអំបញ្ញវិញសន្លប់ទៀតឯរបួសនៅលើក្បាលនឹងក៏រហូតដល់រហែកមុខរបួសគ្រាន់តែដឹងខ្លួនភ្លាមក៏នៅវើវីហើយរកតែឡាប៊ូខ្លះផងទៅលីវ៉ាន់ស៊ីងហើយអ្វីបានជាអ្នកមិនបដិសេធខ្ញុំតើខ្ញុំពិតជាសំខាន់ខ្លាំងណាស់មែនទេនៅក្នុងចិត្តរបស់អ្នកសូមទោសលោកប្រធានគូមិនមែនទេបងប្រុសពាក្យដែលខ្ញុំនិយាយអំបញ្ញមិញនៅតែយកជាការបានឲ្យតែអ្នកប្រាប់គេថាអ្នកស្រឡាញ់គេខ្ញុំនឹងឲ្យគេត្រឡប់មកវិញហើយមិនធ្វើបាបគេទៀតទេហើយក៏មិនបង្ហាញខ្លួននៅចំពោះមុខអ្នកទៀតដែរសូមទោសលោកប្រធានគូឡាប៊ឺពិតជាលក់អស់មែនហើយសូមទុកពេលឲ្យខ្ញុំបន្តិចទៀតទៅខ្ញុំមិនខ្វល់ថាអ្នកប្រើវិធីអ្វីទេថ្ងៃនេះខ្ញុំត្រូវតែឃើញឡាប៊ឺចំនួន5មួយបាទលោកប្រធានគូអូយបងប្រុសថ្ងៃនេះខ្ញុំបានផ្ដល់ឱកាសឲ្យអ្នក2ដងហើយណាអ្នកសុទ្ធតែបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតខ្ញុំដឹងច្បាស់ហើយថាខ្ញុំមានតំណែងសំខាន់ប៉ុណ្ណានៅក្នុងចិត្តអ្នកគឺមិនអាចជំនួសបានទេត្រូវហើយមិនមែនទេបងប្រុសស្រាប់តែខ្ញុំលែងចង់បានឡាប៊ឺវិញហើយចុះតើអ្នកចង់បានអ្វីឲ្យប្រកបទៅខ្ញុំចង់ឲ្យលីនវ៉ាន់ស៊ីមទៅកន្លែងដែលមានមនុស្សច្រើនលើកជង្គង់សុំទោសខ្ញុំហើយស្រែក10000ដងថាគេគឺជាមនុស្សល្ងងវៃអ្នកមិនចាំបាច់ធ្វើដល់ថ្នាក់នឹងទេខ្ញុំមិនខ្វល់ទេខ្ញុំចង់បានបែបហ្នឹងខ្ញុំចង់ឲ្យគេមកផ្ទះសុំទោសខ្ញុំហើយត្រូវតែផ្ញើវីដេអូមកឲ្យខ្ញុំមើលផងមិនព្រមមែនទេឬមួយក៏អ្នកអាណិតគេហេតុអ្វីបានជាឥឡូវនេះខ្ញុំលែងមានអារម្មណ៍អាណិតទៀតហើយតែបែរជាមានអារម្មណ៍ធុញទ្រាន់ទៅវិញវៃកុំយំអីចឹងឥឡូវអ្នកទេទៅនាងទៅចាថាម៉េចអ្នកចង់ឲ្យខ្ញុំលុតជង្គង់សុំទោសស៊ូរ៉ូណេមែនទេវៃគេអារម្មណ៍មិនល្អទេអ្នកទៅរកកន្លែងដែលមានមនុស្សច្រើនហើយលុតជង្គង់នៅទីនោះស្រែក10000ដងថាខ្ញុំគឺជាមនុស្សល្ងងហើយកុំភ្លេចថតវីដេអូផ្ញើមកផងបដិសេធខ្ញុំត្រូវតែសងលុយមកវិញប្រសិនបើខ្ញុំបដិសេធចឹងអ្នកឆាប់ចេញទៅឲ្យបាត់ទៅថ្ងៃក្រោយហាមបង្ហាញខ្លួននៅចំពោះមុខបងប្រុសណានយ៉ាវទៀតហាកុំបារម្ភអីបងប្រុសណានយ៉ាវលេងអីសឹងនេះពិតជាអាមនុស្សមកក្រាស់មែនគេមិននឹងដាច់ចិត្តចាក់ចេញពីអ្នកទៅបើសិនជាគេចេះខ្មាស់គេបន្តិចហើយឈប់តាមរំខានអ្នកទៀតនោះខ្ញុំច្បាស់ជាឲ្យតម្លៃគេបន្តិចមិនខានណែនឆិនកាលនោះពេលដែលអ្នកឲ្យខ្ញុំមើលថែប្អូនប្រុសរបស់អ្នកអស់រយៈពេល7ឆ្នាំតើអ្នកធ្លាប់គិតទេថាគេជាមនុស្សកំហុសបែបនេះ
ចុះក្មេងស្រីម្នាក់នឹងកាត់អីហ្នឹងក្បាលរំរបួសហើយនៅមកលុតជង្គង់នៅទីនេះទៀតធ្វើអីហ្នឹងមិនអីទេដឹងម្នាក់នឹងចង់សម្ដែងរឿងឬក៏ចង់ល្បីមើលទៅគួរឲ្យអាណិតណាស់ក្បាលនៅរំរបួសនៅឡើយណានឈិនបងកុំបារម្ភអីអ្វីដែលខ្ញុំសន្យាជាមួយបងខ្ញុំនឹងធ្វើឲ្យបានហា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 បងណានយ៉ាងបងមើលសភាពវាទៅល្ងងគួរឲ្យចង់សាច់ណាស់យ៉ាងម៉េចដែរបងណានយ៉ាងសប្បាយអត់ណែឯងយ៉ាងម៉េចហើយគូហ៊ី10000ឆ្នាំ100000ខ្ញុំអាចត្រឡប់ទៅវិញបានហើយមែនទេអូខេអញត្រឡប់មកវិញសិនមកមិនបានទេអញត្រូវលុតជង្គង់ឲ្យគ្រប់10ម៉ោងអញទើបតែលុតជង្គង់បាន1ម៉ោងទេសុំទោសផងខ្ញុំស្ដាប់តាមតែលោកប្រធានគូប៉ុណ្ណោះបងមីវអីចឹងរំខានបងជួយប្រាប់លេខាអេបអបរបស់បងឲ្យនិយាយម្ដងទៀតមើលនិយាយមកលុតជង្គង់បន្តទៀតទៅអញត្រូវតែលុត10ម៉ោងចាស់ខ្ញុំទៅហើយបងស្រីលុតជង្គង់បែបហ្នឹងជើងទ្រាំមិនជាប់ឆាប់ក្រោកឡើងមិនអីទេអរគុណខ្ញុំនៅបន្តិចទៀតហេតុអីទៅកុំខ្វល់ពីខ្ញុំអីសូមអង្វរមនុស្សសម័យនេះកាត់អីអស់ហើយប្រហែលជាពួកអ្នកមានចង់សាកល្បងភាពស្មោះត្រង់អីនឹងហើយលេងសុទ្ធតែបែបហ្នឹងស្ដាយណាស់ស្រីស្អាតបែបហ្នឹងមើលចុះត្រូវពួកអ្នកមានធ្វើបាបដល់ថ្នាក់ហ្នឹងចុងក្រោយសល់តែមួយខ្សែទៀតទេលីនវ៉ាន់ឈៀងឥឡូវនេះទៅហៅលេខាផ្ទាល់ខ្លួនខ្ញុំមកភ្លាមលេខាលីននេះអញកំពុងធ្វើស្ទីលអីហ្នឹងអូយសុំទោសផងរបូតដៃបាត់
លេខាលីជើងក៏ខូចហើយចុះគូក្បាលនៅអត់ចេះគិតទៀតកញ្ញាស៊ូតើអ្នកចង់បានអីឲ្យប្រាកដខ្ញុំចង់អូយជួយផងធ្លាក់ទឹកបាត់ហើយបងប្រុសណាជួយខ្ញុំផងដូចជាលេខាម្នាក់នោះតើព្រឹកធ្លាក់ហើយខ្ញុំឃើញគាត់ហៅឲ្យចុះទៅបងនួនយ៉ាងឯងលោកពូវ៉ាន់ស៊ីខ្ញុំឲ្យគាត់ចាំយូរពេកហើយថែមទាំងឲ្យលុតជង្គង់សុំទោសនៅទីលានទៀតគាត់ចង់ធ្វើឲ្យលងទឹកដើម្បីសងសឹកឲ្យខ្លួនឯងព្រះឲ្យលីនវ៉ាន់ស៊ីមិនក៏ចិត្តអាក្រក់ម្លេះមែនហើយរឿងនឹងវាយ៉ាងម៉េចឲ្យប្រាកដនិយាយមកឲ្យខ្ញុំនិយាយបើខ្ញុំនិយាយហើយបងព្រមជួយខ្ញុំទេស៊ូរ៉ូវីធ្វើបាបខ្ញុំច្រើនឆ្នាំមកហើយមានពេលណាដែលបងព្រមជួយការបកស្រាយរបស់ខ្ញុំខ្លះបងប្រុសទោះជាធម្មតាខ្ញុំរៀងរឹងរូបបន្តិចមែនចូលចិត្តនិយាយលេងសើចច្រើនមែនតែខ្ញុំមិនដែលហ៊ានធ្វើរឿងអាក្រក់ដល់ថ្នាក់ហ្នឹងទេខ្ញុំប្រាប់ឲ្យនិយាយរឿងនឹងវាយ៉ាងម៉េចឲ្យប្រាកដបានការពិតនៃរឿងនេះគឺពេលខ្ញុំទើបតែមកដល់ស៊ូរ៉ូវីក៏ជាស្រាសម្បាញ់ដាក់ខ្លួនខ្ញុំមិនខ្វល់ពីនាងក៏ធ្វើជាធ្លាក់ទឹកដើម្បីទម្លាក់កំហុសឲ្យខ្ញុំការពិតគឺសាមញ្ញបែបនឹងឯងបងជឿទេនិយាយតាមត្រង់ទៅបើដឹងការពិតហើយស៊ូរ៉ូវីអាចធ្វើរឿងបែបនឹងបានមែនទេមែនហើយស៊ូរ៉ូវីមិនមែនជាមនុស្សស្លូតបូតអីទេខ្ញុំអត់បានធ្វើទេនាងកុហកលោកអគ្គនាយកគូមិនក៏មិននិយាយអីចឹងប្រហែលមិនមែនមកពីបងក៏ដឹងដែរថាស៊ូរ៉ូវីជាមនុស្សប្រភេទណាមិនអីទេបងអាចបន្តធ្វើរឿងអសិលធម៌ដូចមុនទៀតក៏បានបំផ្លាញការពិតទាំងបំពេញបងណែនយកអូនចង់ឲ្យបងសងសឹកឲ្យអូនសងសឹកលេបវីចូលទៅអូនចង់ឲ្យបងបង្ហាញក្តីស្រឡាញ់ចំពោះអូនបងនៅមានអីចង់និយាយទៀតទេប្រឆាំងនឹងខ្ញុំលេនវ៉ាន់ឆេនមកប្រឆាំងនឹងខ្ញុំដូចមិញមកមិនចង់និយាយទេហត់ហើយយ៉ាងណាក៏បងមិនជឿដែរល្អតានេះមកពីបងបង្ខំអូនទេណាអង្គុយចុះទៅអង្គុយចុះរុញវាចុះទៅរុញវាទៅរុញវាចុះទៅចុះទៅប្រញាប់ឡើងរុញវាចុះទៅរុញទៅរុញវាចុះទៅរុញចុះទៅរុញចុះទៅមិនបានទេខ្ញុំធ្វើមិនកាត់ទេបញ្ឈប់ត្រឹមនឹងចុះបែបនេះខ្ញុំអាចទៅជួបណែនឆេនរបស់ខ្ញុំបានហើយប៊ិចថតសំឡេងនឹងត្រូវទឹកខូចអស់ហើយជួយខ្ញុំផងបងណែនកុំចាញ់បោកស្រីគួរឲ្យខ្ពើម្នាក់នេះអីនាងពូកែសម្ដែងណាស់មិនហើយធ្វើពុតជាគួរអាណិតដើម្បីដេញគាត់ចេញតើចុះទៅជួយពូគេនាងមិនដឹងលោកចាស់ប្រុសស្រឡាញ់កញ្ញាសឹកបំផុតតែហេតុអីនៅចង់ធ្វើបាបកញ្ញាសឹកទៀតលេខារបស់លោកជាមិនចេះហែទឹកមែននាងដូចជាសន្លប់បាត់ហើយនាងដូចជាកំពុងហូរឈាមទៀតមិនកាត់ទេលីនវ៉ាន់សឺនវ៉ាងខេងដឹងខ្លួនឡើងបងមិនយកហាមថាប់ឡៃវ៉ាន់សិងឲ្យសោះហាមថាប់នាងនរណានៅនឹងនាំនាងចេញទៅខ្ញុំមិនទៅទេលេងខ្ញុំចុះខ្ញុំធ្វើបានលោកធ្វើកាត់មែនទេល្អណាស់
បិចថតសំឡេងរបស់ខ្ញុំមិនអីទេយកវាឲ្យខ្ញុំវិញមកជារបស់ខ្ញុំទេនេះជាស្អីហ្នឹងមើលទៅប្រណីដំលេះមានទាំងម៉ោងរាប់ថយក្រោយទៀតយកមកឲ្យខ្ញុំវិញហួងហែងដល់ថ្នាក់ហ្នឹងចាំមើលឲ្យខ្ញុំទីមើលថាវាជាស្អីប្រហែលជាសំឡេងសារភាពស្នេហ៍ដែលអញឲ្យបងណែនយ៉ាងមែនទេមិនមែនទេនឹងគឺវាវ័យពួកយើងឲ្យរបស់នឹងទៅគេវិញទៅអត់ទេខ្ញុំមិនឲ្យដាច់ខាតរឿងដែលអញឲ្យអង្គរៈមកចាប់យើងមិនហ្នឹងយើងមិនទាន់ចប់គ្នាទេណាបើឯងមិនចង់ឃើញយើងផ្ទុះកំហឹងទេកុំមកចេះដឹងរឿងនេះឲ្យសោះខ្ញុំសូមអង្វរឲ្យវាមកខ្ញុំវិញមកចង់អង្វរគេត្រូវមានអាកប្បកិរិយាល្អបន្តិចត្រូវចេះបញ្ចូលយើងខ្លះផងឬមួយចង់លុតជង្គង់អង្វរយើងលុតជង្គង់ចោះលុតជង្គង់លុតជង្គង់លុតជង្គង់ចោះយួនខេងកុំលុតជង្គង់អីរបស់នឹងសំខាន់ចំពោះឯងខ្លាំងណាស់មែនទេខ្ញុំសូមអង្វរឲ្យវាមកខ្ញុំវិញមកវាពិតជាសំខាន់ចំពោះខ្ញុំខ្លាំងណាស់សំខាន់ប៉ុណ្ណាទៅសំខាន់ជាងជីវិតឯងទៀតមែនទេចាសោះគួរឲ្យចាប់អារម្មណ៍តើរបស់នេះដូចជាមិនជ្រាបទឹកសោះមិនច្បាស់ដែរសាកមើលបន្តិចទៅល្អទេវាវ័យល្មមបានហើយបងណែនយោអូនគ្រាន់តែចង់លេងសើចជាមួយលេខាលេនបន្តិចនឹងណាសុំទោសផងរអិលដៃបាត់កុំអីសុំទោសណារអិលដៃបាត់ហើយណានឈិនខ្ញុំនឹងឲ្យនរណាម្នាក់មកប៉ះពាល់របស់ដែលបងទុកឲ្យខ្ញុំដាច់ខាតនាងឯងពិតជាដូចព្រះនាងមែនចង់មកដោយសារតែអាត្រឹមសម្លេងថតនឹងមែនឈួតមែនទេហ៊ានបដូរជីវិតដើម្បីតែអាបិចថតសម្លេងនឹងហើយនេះជាហេតុផលតែមួយគត់ដែលធ្វើឲ្យខ្ញុំរស់នៅបន្តព្រោះគ្មានអ្នកណាម្នាក់អាចនៅម្នាក់ឯងបានទេក្នុងដៃកាន់អីហ្នឹងជាកម្លាំងចិត្តតែមួយគត់ដែលធ្វើឲ្យខ្ញុំចង់រស់បន្តតើក្នុងអាបិចថតសម្លេងនឹងមានអីឲ្យប្រកាសទៅនៅសល់8ម៉ោងទៀត8ម៉ោងក្រោយខ្ញុំនឹងបានយល់សម្ដីដែលណែនឆេនឈៀវនិយាយមកកាន់ខ្ញុំហើយយប់មិញស្ទើរតែបាត់បង់វាទៅហើយខ្ញុំមិនឲ្យនរណាម្នាក់មកប៉ះពាល់វាទៀតទេឡៃមែនសិងស្អែកព្រឹកជូនវាវ័យទៅប្រលានយន្តហោះផងមានភារកិច្ចថ្មីភារកិច្ចអីគេលោតឆាត់យងពីកម្ពស់2000ម៉ែត្រញាក់សាច់អត់បើមិនចង់ធ្វើក៏អាចបដិសេធបានដែរហាយើងព្រមព្រៀងគ្នាហើយលើកនេះជាលើកចុងក្រោយហើយដែលឲ្យឯងធ្វើភារកិច្ចជំនួសខ្ញុំរាល់ការសាកល្បងលើកក្រោយខ្ញុំនឹងជាអ្នកធ្វើវាដោយខ្លួនឯងចាស់បងមែនយោអូនយល់ព្រមតាមបងហើយឈប់ធ្វើមុខក្រញើដាក់គេទៀតទៅ
យ៉ាងណាក៏លេងវ៉ាន់ឆិនមីស្រីថោកទាបម្នាក់នឹងគ្មានឱកាសលើកក្រោយទៀតទេលោកឆាត់យងពីកម្ពស់ 2000 ម៉ែត្រតើអ្នកនាងច្បាស់ទេច្បាស់ណាស់គ្រូបង្ហាត់យប់មិញនាងទើបតែត្រូវគេស្រង់ចេញពីទឹកទេទឹកចូលខួរក្បាលអស់ហើយមើលទៅប្រហែលជាប្រាការមិនសូវកើតទេដឹងក្មួយស្រីរបួសដល់ថ្នាក់នឹងហើយនៅចង់លោតឆាត់ទៀតអីឬមួយក៏ចង់សម្លាប់ខ្លួនទេអ្នកនាងខ្ញុំសួរអ្នកនាងជាលើកចុងក្រោយតើអ្នកនាងពិតជាចង់លោតឆាត់យ៉ងមែនទេអ្នកជំងឺមានសភាពប៉ះទង្គិចខួរក្បាលខ្លាំងណាស់ហើយនឹងមានរបួសខាងក្រៅធ្ងន់ធ្ងរទៀតត្រូវចាំណាយ៉ាងហោចណាស់ត្រូវសម្រាប់ពេទ្យមួយខែហាមធ្វើចំណាកខ្លាំងបើមិនអញ្ចឹងទេវាពិតជាគ្រោះថ្នាក់ដល់ជីវិតមែនទែនបើចង់ទៅរៀនមិនអីទេគ្មានអ្នកណាខាត់ទេខ្ញុំបានបដិសេធលីបេសិងហើយលើកនេះឯងនឹងមកពិតមែនហើយអាមនុស្សកំសាកមិនដែរកុំប្រាប់ថាខ្លាចមិនហ៊ានអីលោកគ្រូខ្ញុំសម្រេចចិត្តហើយខ្ញុំចង់សាកល្បងលោតឆាត់យ៉ងល្អត្រៀមខ្លួនចេញទៅផ្លូវរត់អ្នកនាងរបស់មានតម្លៃត្រូវផ្ញើទុកនៅទីនេះបើមិនអញ្ចឹងទេពេលកំពុងលោតវាអាចនឹងជ្រុះបាត់ខ្ញុំត្រូវតែយកវាទៅតាមទូវាគ្រោះថ្នាក់ក៏ដោយបើវាជាប់ចំពាក់អីខ្ញុំជាអ្នកទទួលខុសត្រូវខ្លួនឯងក៏បានណែនចិនបើខ្ញុំស្លាប់យ៉ាងហោចណាស់ក៏សម្លេងថតរបស់បងនឹងនៅជាមួយបងត្រៀមលោតហើយហាសាហាវណាស់បងប្រុសម្នាក់នឹងមើលគាត់កាន់អានឹងមើលកាន់បិទថតសម្លេងនឹងដូចសំខាន់ជាងជីវិតគាត់ទៀតហាពេលហ្នឹងស្រាប់តែខ្ញុំចង់សួរលេនវ៉ាន់ចិនថាបិទថតសម្លេងនឹងខ្ញុំមួយណាសំខាន់ជាងខ្ញុំកំពុងគិតអីហ្នឹងលេនវ៉ាន់ចិនស្រឡាញ់ខ្ញុំ7 ឆ្នាំហើយច្បាស់ជាខ្ញុំសំខាន់ជាងហើយលីនវ៉ាន់ស៊ីនត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពណាដល់ពេលហ្នឹងខ្ញុំនឹងក្លាហានទទួលយកអារម្មណ៍ពិតរបស់ខ្ញុំហើយប្រាប់ថាបងស្រឡាញ់អូនបានហើយកម្ពស់ប៉ុណ្ណឹងបានហើយបើកឆាត់ឲ្យលឿនឡើងបើកឆាត់ទៅធ្វើអីហ្នឹងប្រាប់ឲ្យបើកឆាត់ប្រយ័ត្នធ្លាក់មកឥឡូវហើយមិនក៏គាត់មិនទាន់បើកឆាត់ទៀតឬមួយចិត្តខូចបើកឆាត់ឆ្កែស៊ូមានតែភ្លើងងាប់មួយគត់មិនក៏អញ្ចឹងឆាត់យងខ្ញុំខូចហើយលូបែនសិងបើកឆាត់ឲ្យលឿនឡើងគ្រប់យ៉ាងចិត្តចប់អស់ហើយលោកបែនឆេងបើកចិត្តឲ្យលឿនឡើងបើកចិត្តឲ្យលឿនវិនស៊ីបើអូនបានឮសំឡេងនេះមានន័យថាពេល7 ឆ្នាំបានមកដល់ហើយតាមពិតបងមានរឿងចង់សារភាពប្រាប់អូនតែបងឲ្យអូនជួយមើលថែប្អូនប្រុសបងគឺបងខ្លាចថាបើថ្ងៃក្រោយបងស្លាប់ទៅគេអាចនឹងមកជំនួសបងហើយផ្ដល់ក្តីសុខឲ្យអូនបានសង្ឃឹមថាអូនស្រឡាញ់គេទៅចុះសង្ឃឹមថាពួកអូននឹងមានអនាគតល្អជាមួយគ្នាបែបនេះបងក៏អស់ចិត្តដែរវ៉ាន់ស៊ីន
รู้เนอឲ្យល្អណាស់ហេតុអីក៏បងបោកអូនហេតុអីក៏បងបោកអូនបែបនេះអ្នកដែលអូនស្រឡាញ់គឺបងតើឲ្យអូនទៅស្រឡាញ់អ្នកផ្សេងបានយ៉ាងម៉េចណានឈិនអូនទៅកំដរបងហើយហា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 ប្រញាប់បើកឆាត់យងទៅប៉ាន់ស៊ីងប៉ាន់ស៊ីងឯងណែណាឯងមិនស្លាប់ទេមែនទេចេញមកប៉ាន់ស៊ីងរកឃើញនៅលោកប្រធានគោពួកយើងឆែកឆេរពេញតំបន់នេះអស់ហើយរកឃើញតែរបស់នេះទេបិចថតសំឡេងចុះនាងពួកយើងរកសាកសពកញ្ញាលីនមិនឃើញទេប្រហែលជាត្រូវសត្វព្រៃអូសយកទៅបាត់ឬក៏បងណែនយ៉ែងធ្លាក់ពីកម្ពស់ 2000 ម៉ែត្របែបនេះច្បាស់ជាខ្ទេចខ្លួនអស់ហើយបងប្រហែលជាត្រូវរកលេខាថ្មីហើយមិនអាចទៅរួចទេនាងមិនស្លាប់ទេនាងដាច់ខាត់មិនស្លាប់ទេលីម៉ាន់ស៊ីនតើឯងនៅណាឲ្យប្រាកដខ្ញុំនៅរស់ទេណានឈិនតើបងជាអ្នកការពារអូនមែនទេណែនឆេងអូននឿសម្ដីបងហើយអូននឹងរស់នៅឲ្យបានល្អលោកអគ្គនាយកនេះជាព័ត៌មានលម្អិតរបស់លេខាលីនដែលលោកចង់បានមានដំណឹងអីទេនាងណែណាពួកយើងរកមិនឃើញទេពួកអេតប្រយោជន៍ពួកអេតបានការទាំងអស់លោកអគ្គនាយកកុំពិបាកចិត្តអីលេខាលីនប្រហែលជាស្លាប់បាត់ហើយពិតមាត់ខ្ញុំមិនឲ្យឯងនិយាយបែបហ្នឹងដាក់នាងទេនាងច្បាស់ជាមិនទាន់ស្លាប់ទេចេញទៅចេញឲ្យអស់ទៅបណ្ឌិតផ្នែកគីមីវិទ្យាអ្នកស្រាវជ្រាវកម្រិតជាតិចុះផ្សាយអត្ថបទក្នុងទស្សនាវដ្តីលំដាប់កំពូលទទួលបានពានរង្វាន់ស្រាវជ្រាវគីមីវិទ្យាអន្តរជាតិជួយរកអ្នកស៊ើបអង្កេតដែលពូកែបំផុតឲ្យខ្ញុំមកអស់លុយប៉ុន្មានក៏ដោយឲ្យតែរកលីនវ៉ាន់ស៊ីងឃើញលោកគូរឿងដែលលោកឲ្យខ្ញុំស៊ើបនេះគួរឲ្យចាប់អារម្មណ៍ណាស់យ៉ាងម៉េចដែរជាទូទៅមិនថាអត្តសញ្ញាណពិតឬคล้ายៗនោះទេតែអត្តសញ្ញាណដែលលីឡំគ្នាទាំងពិតទាំងคล้ายៗបែបនេះធ្វើការ20ឆ្នាំហើយនេះជាលើកដំបូងដែលខ្ញុំជួបប៉ុន្តែខ្ញុំនៅតែរកឃើញតម្រុយខ្លះដែរកាលពី7ឆ្នាំមុនមានមនុស្សម្នាក់បានបដូរអត្តសញ្ញាណថ្មីចុះគេប្រហែលផលអីទៅគឺវិបត្តិផ្លូវចិត្តក្រោយជួបគ្រោះថ្នាក់ធ្ងន់ធ្ងរគ្រូពេទ្យណែនាំឲ្យគេនៅឆ្ងាយពីជីវិតចាស់ដើម្បីចាប់ផ្ដើមជីវិតថ្មីប៉ុន្តែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺឈ្មោះពិតរបស់គេគឺលីនវ៉ាន់ស៊ីងចំណុចនេះគឺមិនបានបដូរទេតែគេធ្លាប់ធ្វើការនៅវិទ្យាស្ថានវិទ្យាសាស្ត្រមជ្ឈិមត្រូវហើយកាលពី7ឆ្នាំមុនគេធ្លាប់ជាអ្នកស្រាវជ្រាវគីមីវិទ្យាដ៏ឆ្នើមម្នាក់ក្នុងប្រទេសនៅកន្លែងស្រាវជ្រាវរបស់គេធ្លាប់មានករណីលេចធ្លីឧស្ម័នពុលយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍នោះមានអ្នករងរបួសធ្ងន់និងស្លាប់អ្នកដែលស្លាប់នោះមានឈ្មោះថាគូណានឈិនលោកថាអីមិញ
គូណានឈិនកាលឆ្នាំ1998ជាអ្នកស្រាវជ្រាវគីមីវិទ្យាក្នុងគ្រោះថ្នាក់ពេលនោះគេបានលះបង់ជីវិតដើម្បីជួយសង្គ្រោះមិត្តរួមការងារឈ្មោះលីនវ៉ាន់ស៊ីងចុះលោកគូណានឈិននឹងមានព័ត៌មានផ្ទាល់ខ្លួនខ្លះទេមានខ្លះដែរលោកគឺលោកគូណានឈិនកាលឆ្នាំ1998អាយុសបាលោកដែររៀនផ្នែកគីមីវិទ្យាសមត្ថភាពការងារគាត់ខ្លាំងណាស់ហើយទាំងកម្ពស់ទម្ងន់សូម្បីតែប្រភេទឈាមសុទ្ធតែខុសពីលោកទាំងអស់តែអត់មានរូបថតទេចុះមានរូបថតគាត់ទេលោកវ៉ៃបើចង់បានរូបថតត្រូវទៅចេញពីបណ្ឌសារដ្ឋានស្រាវជ្រាវប្រហែលត្រូវចំណាយពេលបន្តិចអូខេទៅឆែកមើលខ្ញុំចង់ឃើញរូបថតគេឥឡូវហ្នឹងណានឈិនណានឈិនណានឈិនតើឯងជានរណាឲ្យប្រកាសទៅឡានចានខ្ញុំនឹងមើលថែឲ្យបានល្អណានឈិនមែនទេបងមកទទួលអូនមែនទេអូននឹកតាមពិតអ្នកដែលនាងស្រឡាញ់រហូតមកគឺណានឈិនមែនទេលីនវ៉ាន់ស៊ីងនាងចូលមកចិត្តខ្ញុំស្ដាប់បង្គាប់ខ្ញុំគ្រប់យ៉ាងមិនមែនមកពីស្រឡាញ់ខ្ញុំទេគឺដោយសារតែអាគូណានឈិនម្នាក់នោះលោកអាកេនីយ៉ូគូខ្ញុំរកឃើញរូបថតលោកគូណានសានហើយមើលចុះមិនក៏លោកគូមិនក៏ដូចគ្នាបែបអីចឹងវាមិនអាចទៅរួចទេមិនក៏គ្មានអីសោះអីចឹងម៉ាក់អូនចង់រកបងប្រុសតើបងណែណាភ្លេចគេទៅកូនមិនមានបងប្រុសទេលោកគូលោកមិនអីទេមែនទេដូចជាខ្ញុំនឹកឃើញរឿងអ្វីម្យ៉ាងហើយទឹកតែខ្ញុំចង់ដឹងពីប្រវត្តិរូបពិតប្រាកដរបស់ខ្ញុំចង់ដឹងថាតើខ្ញុំពិតជាមានបងប្រុសភ្លោះមែនឬអត់បងណានយ៉ាងបងមកវិញហើយគ្មានបងប្រុសអីទេបងកាត់អីហ្នឹងមិនក៏មកមើលទៅមិនស្រស់បោះសោះថ្ងៃនេះហត់ពេកឬមួយក៏មកពីលីនវ៉ាន់ស៊ីនចាក់ចេញទៅបងនឹកគេមែនទេគ្រូវ៉ៃអូនដឹងពីអតីតកាលរបស់លីនវ៉ាន់ស៊ីនទេខ្ញុំមិនខ្វល់ថាពីមុនគេធ្វើអីទេសំខាន់ឥឡូវខ្ញុំដេញគេចេញបាត់ហើយពីមុននាងធ្លាប់ជាអ្នកស្រាវជ្រាវគីមីវិទ្យាអ្នកស្រាវជ្រាវគីមីវិទ្យាហើយយ៉ាងម៉េចគង់តែចាញ់ខ្ញុំដដែលហ្នឹងយ៉ាងណាក៏ដោយឥឡូវអ្នកដែលស្រឡាញ់បងចាក់ចេញទៅអស់ហើយយើងអាចបន្តល្បែងរបស់យើងទៀតបានហើយចុះអូនចង់ធ្វើអីទៀតឲ្យប្រាកដហ្នឹងយើងត្រូវបំពេញបំណងឲ្យបាន100យ៉ាងតើកាលពីមុនបងទៅតែធ្វើបាន2-3មុខទេនៅសល់ជាង90ទៀតឯណោះខ្ញុំបានគិតរួចហើយថារឿងបន្ទាប់ចង់ឲ្យបងធ្វើអីយើងចង់ឲ្យអញទៅតោងភ្នំតោងដោយដៃទេនឹងតែថាអញក៏អាចរកអ្នកមកធ្វើជំនួសឲ្យចប់រឿងទៅក៏បានដែរចប់ស្អីយើងទើបតែចាប់ផ្ដើមតើអញដឹងអត់ដោយសារតែល្បែងឈួតរបស់អញនឹងធ្វើឲ្យយើងបាត់បង់ស្អីទៅគ្រាន់តែលេខាម្នាក់សោះហ្នឹងហើយអញទៅខ្វល់ពីគេធ្វើអីយ៉ាងណាក៏គេដើរចេញបាត់ទៅហើយឥឡូវអញមានតែយើងម្នាក់គត់យើងអាចបន្តល្បែងរបស់យើងទៀតបានយើងសន្យាលើកក្រោយទៀតនឹងរំភើបជាងលើកមុនទៅទៀតអញមិនយកតតែសោះយើងមិនយកស្អីទៅយើងគ្រាន់តែចង់ឲ្យអញស្រឡាញ់យើងតែប៉ុណ្ណោះ
ស្រឡាញ់ឯងឯងដឹងអត់ដោយសារតែល្បែងឈួតរបស់ឯងនឹងគេស្ទើរតែស្លាប់ជាច្រើនដងហើយចុះយ៉ាងម៉េចយ៉ាងណាក៏លីនវ៉ាន់ស៊ីននឹងគ្រាន់តែជាអ្នកតាមអែបអត់ប៉ុណ្ណោះគេស្ម័គ្រចិត្តខ្លួនឯងតើគេមិនមែនស្ម័គ្រចិត្តទេគឺគេដើម្បីតែគេមិនមែនធ្វើដើម្បីយើងតតែសោះហេដើម្បីស្អីដើម្បីលុយឬក៏ដើម្បីស្រឡាញ់ឯងប្រហែលជាយើងស្រឡាញ់លីនវ៉ាន់ស៊ីនមែនទែនហើយបងណែនយកកាត់អីហ្នឹងអត់មានអីទេគ្រាន់តែមិនដឹងថាខ្លួនឯងកំពុងធ្វើអីឲ្យប្រាកដមានន័យថាម៉េចជាប់ឈ្មោះយើងជាប់គ្នាត្រឹមនឹងចុះថាម៉េចបងថាឲ្យអូនទៅយើងមិនសមគ្នាទេអត់ទេបងណែនយកបងធ្វើដាក់អូនបែបហ្នឹងមិនបានទេអូនខំធ្វើគ្រប់យ៉ាងដើម្បីបងថែមទាំងជួយដេញអាស្រ័យដែលនាំឲ្យទើសភ្នែកម្នាក់នោះចេញទីប៉ុន្តែបងមិនដែលគិតចង់ឲ្យអូនដេញគេចេញទេតែវាចង់មកដណ្ដើមបងពីអូនតើមែនហើយតែតាមពិតទៅគេមិនគួរនៅក្បែរបងតាំងពីដំបូងម្លេះបងស្រឡាញ់វាហើយមែនទេហើយបងមិនដឹងទេបងដឹងត្រឹមតែថាបាត់បងគេបងឈឺចាប់ខ្លាំងណាស់អូនមិនព្រមទេបងណែនយកបងស្ងប់អារម្មណ៍សិនទៅមីស្រីថោកទាបម្នាក់នឹងមានអីល្អទៅវាមានអីល្អខ្លះគេល្អគ្រប់យ៉ាងគេទាំងរឹងមាំទាំងក្លាហានហើយថែមទាំងចិត្តល្អទៀតប៉ុន្តែគេបែរជាត្រូវមកក្រុមរងទុកជំនួសបងចំណែកបងវិញពិតមកទៅពិតមកឲ្យជាប់លីនវ៉ាន់ស៊ីនគ្រាន់តែជាស្រីថោកទាបម្នាក់ប៉ុណ្ណោះពិតមកឯងទៅគាត់មិនបានថោកទាបទេអ្នកដែលថោកទាបគឺពួកយើងគឺរូបខ្ញុំនេះគឺខ្ញុំដែលធ្វើឲ្យមនុស្សស្រីដ៏ល្អម្នាក់ត្រូវមកជិះចាប់ដោយធ្លាក់នរកបែបនេះឯងអស់ចិត្តណាឯងឈ្នះហើយឯងបំផ្លាញមនុស្សល្អម្នាក់ដោយផ្ទាល់ដៃបងណែនយោអូនគ្រាន់តែចង់ឲ្យបងស្រឡាញ់អូនតែប៉ុណ្ណោះស្រឡាញ់ឯងឥឡូវនេះខ្ញុំមានអារម្មណ៍ថាខ្ពើមខ្លួនឯងណាស់បងណែហ៊ីអូនសំពះបងហើយកុំបោះបង់អូនអីអូននឹងកែខ្លួនអូនឈប់លេងហ្គេមទៀតក៏បានអូនក៏មិនទាមទារអីទៀតដែរបំភ្លេចរឿងគ្រប់យ៉ាងទៅពួកយើងចាប់ផ្ដើមជាថ្មីទៅណាបងសម្លាញ់ចាប់ផ្ដើមជាថ្មីអីចឹងឯងមើលមកខ្ញុំហើយប្រាប់មកថាឯងចាំទេពេលដែលគាត់នៅកណ្ដាលចំណោមមនុស្សពេលដែលគាត់លើកជង្គង់នោះចុះឯងចាំទេពេលគាត់នៅមន្ទីរពេទ្យម្នាក់ឯងយ៉ាងវេទនាឯងចាំទេពេលដែលគាត់ដង្ហក់ស្លាប់ទាំងក្តីអស់សង្ឃឹមនោះចុះឯងវិញបែរជានៅឈរទេដៃត្រេកអរទៅវិញរវៃពួកយើងចប់គ្នាត្រឹមនឹងហើយឯងនឹងត្រូវស្ដាយក្រោយគេទៅហើយគេមិនត្រឡប់មកវិញទេហាហាដឹងថាខ្ញុំស្អប់ឯងគេនឹងលែងស្រឡាញ់ឯងទៀតហើយ
ដឹងហើយខ្ញុំដឹងហើយតែរឿងទាំងអស់នេះវាជាកម្មពីរបស់ខ្ញុំតែទោះយ៉ាងណាក៏ខ្ញុំនៅតែទៅរកគេដែរខ្ញុំចង់ទៅសុំទោសគេហើយសុំឲ្យគេត្រឡប់មកវិញខ្ញុំមិនឲ្យអញរកគេឃើញដាច់ខាតគ្មានថ្ងៃទេលោកគោខ្ញុំរកឃើញហើយអីគេវីដេអូកាមេរ៉ាសុវត្ថិភាពកាលពី7 ឆ្នាំមុននឹងឆាប់បង្ហាញឲ្យខ្ញុំមើលមកវីដេអូមួយនេះនៅក្នុងឯកសារចាស់របស់វិទ្យាស្ថានស្រាវជ្រាវខ្ញុំចំណាយពេលយូរណាស់ទើបរកឃើញប៉ុន្តែលោកត្រូវត្រៀមចិត្តឲ្យហើយទៅមិនបាច់ខ្វល់ទេខ្ញុំចង់មើលឥឡូវនេះនេះជាសកម្មភាពប៉ុន្មាននាទីមុនពេលកើតហេតុប្រយ័ត្នតំបន់ពិសោធន៍មានការលេចធ្លាយសូមបុគ្គលិកទាំងអស់ចាក់ចេញជាបន្ទាន់ប្រយ័ត្នតំបន់ពិសោធន៍គីមីមានការលេចធ្លាយសូមបុគ្គលិកទាំងអស់ចាក់ចេញជាបន្ទាន់ឆាប់ឡើងគឺមួយនេះហើយបើកសំឡេងឲ្យខ្លាំងបន្តិចខ្ញុំចង់ដឹងថាពួកគាត់និយាយអីខ្លះខ្ញុំគិតថាបើសិនជាអូនបានឮសំឡេងនេះមានន័យថារយៈពេល7 ឆ្នាំបានកន្លងផុតទៅហើយតាមពិតទៅបងចង់សារភាពប្រាប់អូនត្រង់តែបងឲ្យអូនជួយមើលថែប្អូនប្រុសបងគឺដោយសារបងខ្លាចថាពេលបងទៅបាត់អូននឹងគិតខ្លីគេប្រហែលជាអាចមកជំនួសបងបានអាចផ្ដល់ក្តីសុខឲ្យអូនបានមែនទេសង្ឃឹមថាអូនស្រឡាញ់គេទៅចុះសង្ឃឹមថាអ្នកទាំងពីរមានអនាគតល្អជាមួយគ្នាបែបនេះទើបបងអស់ចិត្តបានហើយរស់នៅឲ្យបានល្អណាស់នេះហើយគឺជាបងប្រុសរបស់ខ្ញុំខ្ញុំយល់ហើយខ្ញុំយល់គ្រប់យ៉ាងអស់ហើយលោកកូលោកដឹងទេតែគេមកក្បែរខ្ញុំមិនមែនមកពីគេស្រឡាញ់ខ្ញុំទេគឺដោយសារបណ្ដាំចុងក្រោយរបស់បងប្រុសខ្ញុំដើម្បីបំពេញតាមការផ្ញើផ្ដាំរបស់បងប្រុសគេសុខចិត្តទ្រាំឲ្យខ្ញុំធ្វើបាបអស់រយៈពេល7 ឆ្នាំចុះចំណែកខ្ញុំវិញតើខ្ញុំបានធ្វើអ្វីខ្លះដាក់គេឲ្យគេផឹកស្រាជំនួសឲ្យគេទៅប្រកួតទាំងគ្រោះថ្នាក់ថែមទាំងគេមិនដែលស្រឡាញ់ខ្ញុំម្ដងណាឡើយអ្នកដែលគេស្រឡាញ់រហូតមកគឺបងប្រុសខ្ញុំខ្ញុំត្រូវតែរកគេឲ្យឃើញលោកកូខ្ញុំចង់ប្រាប់គេថាបងប្រុសខ្ញុំស្រឡាញ់គេខ្លាំងប៉ុណ្ណាខ្ញុំនឹងការពារគេជំនួសបងប្រុសខ្ញុំប្រកាសរកគេជាបន្ទាន់ទូទាំងពិភពលោកមិនថាត្រូវចំណាយអស់ប៉ុន្មានក៏ត្រូវតែរកគេឲ្យឃើញដែរយល់ទេខ្ញុំនឹងការពារនាងទោះត្រូវបដូរដោយជីវិតក៏ដោយ
ដូចដែលឯងធ្លាប់ធ្វើកាលពីមុនអញ្ចឹងអាឡូលោកប្រធានគោរស់សាងកំពុងឡាំប៉ានៅសាលក្រុមហ៊ុនចង់ជួបលោកនាងនៅហ៊ានមកបង្កបញ្ហាទៀតអេកូនណានយូលោកមិនអាចបោះបង់ខ្ញុំចោលទេចេញទៅគេជារបស់ខ្ញុំម្នាក់គត់យើងចប់គ្នាហើយអញឈួតហើយមិនហើយខ្ញុំស្រឡាញ់លោកដល់ថ្នាក់ឈួតហើយហាហាហាឃើញទេនេះហើយជាតម្លៃនៃការស្រឡាញ់លោកបើលោកមិនព្រមនៅជាមួយខ្ញុំនឹងស្លាប់ឲ្យលោកមើលល្មមហើយកុំចូលមកខ្ញុំប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងគ្មាននរណាអាចនាំខ្ញុំចេញពីក្បែរខ្លួនបងប្រុសណានយូបានទេចង់ឲ្យខ្ញុំជ្រើសរើសមែនទេបើមិនរៀបការជាមួយខ្ញុំទេខ្ញុំនឹងស្លាប់នៅទីនេះចាប់នាងយកទៅឃុំទុកភ្លាមលោកថាម៉េចនិយាយម្ដងទៀតមើលនាងជឿហើយត្រូវតែព្យាបាលខ្ញុំអត់មានជឿទេខ្ញុំមិនបានជឿទេគឺលោកទេដែលបង្ខំខ្ញុំលោកនឹងត្រូវស្ដាយក្រោយលោកនឹងត្រូវស្ដាយក្រោយអស់មួយជីវិតដែលបោះបង់ខ្ញុំចោលខ្ញុំមិនលើកលែងឲ្យលោកដាច់ខាតខ្ញុំក៏មិនលើកលែងឲ្យឯងដែរហា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 ទីបំផុតក៏ស្វាងខ្លួនលោកកូពួកយើងឆែកគ្រប់វិជាស្ថានគីមីទូទាំងប្រទេសអស់ហើយខ្ញុំមិនជឿទេច្បាស់ជាមានកន្លែងណាដែលយើងរំលងមិនខានតែលោកមិនបានសម្រាប់3ថ្ងៃហើយណាសោះខ្ញុំមិនហត់ទេរកបន្តទៀតទៅសំណាងណាស់គាត់ច្បាស់ជាកំពុងចាំខ្ញុំនៅកន្លែងណាមួយហើយខ្ញុំត្រូវតែរកគាត់ឲ្យឃើញវ៉ាន់សេងពេលនេះឯងច្បាស់ជាស្អប់ខ្ញុំខ្លាំងណាស់មែនទេលោកឆែនព័ត៌មានដែលលោកចង់បានខ្ញុំរកឃើញហើយលោកកូរកឃើញហើយណែណានៅវិទ្យាស្ថានស្រាវជ្រាវគីមីនៃសាកលវិទ្យាល័យបច្ចេកវិទ្យាភាគខាងគាត់ប្រើឈ្មោះថាលេងឆែនឆៃគឺឈ្មោះនឹងឯងប្រកាសថាជាគាត់មែនទេបើតាមការផ្ទៀងផ្ទាត់រូបថតគឺដូចដល់ទៅ 99% ហើយប្រវត្តិការងាររបស់គាត់ក៏ត្រូវគ្នាទាំងអស់ដែរតោះទៅឥឡូវនេះតែម្ដងខ្ញុំជឿថាខ្ញុំនឹងរកឯងឃើញដើម្បីសុំទោសឯងប្អូនស្រីសុំសួរមួយតើប្អូនស្គាល់អ្នកគ្រូលេងឆែនចេនណៃណាទេអ្នកគ្រូលេងនៅជាន់ទី3បន្ទប់ពិសោធន៍គីមីសរីរាង្គអរគុណច្រើនគឺវ៉ាន់ឆេងរបស់ខ្ញុំមែនលោកមករកទីនេះឃើញដោយរបៀបណាគឺខ្ញុំចង់បងតាមរកអូនសឹងស្លាប់ហើយបងមកធ្វើអីហ្នឹងបងមកដើម្បីសុំទោសអូនហើយម្យ៉ាងទៀតបងដឹងរឿងពិតគ្រប់យ៉ាងអស់ហើយរឿងពិតអីរឿងរបស់ណែនឆែនរឿងរបស់បងប្រុសបងខ្ញុំដឹងអស់ហើយខ្ញុំមិនចង់ស្ដាប់ទេសំណាងហើយបងដឹងថាបងប្រុសបងស្រឡាញ់អូនខ្លាំងប៉ុណ្ណាហើយបងក៏ដឹងដែរថា7ឆ្នាំមកនេះអូនត្រូវជឿចាប់ព្រោះគាត់ខ្លាំងប៉ុណ្ណាបងនឹងមើលថែអូនសៀវវ៉ាងទៅឲ្យសន្តិសុខមកអ្នកគ្រូលីនទៅឥឡូវនឹងទៅ
វ៉ាន់ឆេងបងមកសុំទោសអូនមែនទេណាខ្ញុំមិនត្រូវការសម្ដីសុំទោសរបស់បងទេអញ្ជើញចេញទៅថ្ងៃក្រោយកុំមកឲ្យខ្ញុំឃើញមុខទៀតអ្នកគ្រូលីនមានរឿងអីមែនទេម្នាក់នេះមករំខានមែនទេជួយដេញគាត់ចេញទៅផងវ៉ាន់ខេងបងសុំអង្វរសុំឱកាសឲ្យបងម្ដងមកដើម្បីសងជំងឺចិត្តអូនខ្ញុំនឹងគាត់គ្មានពាក់ព័ន្ធគ្នាទេលើកក្រោយបើគាត់មកទៀតហើយប៉ូលីសភ្លាមទៅលោកសុំសហការផងចាំសិនវ៉ាន់ខេងលោកអញ្ជើញចេញទៅក្រៅជាមួយខ្ញុំបាទខ្ញុំ គឺថាក្នុងចំណោមប្រភេទស្បែកទាំងអស់ស្បែកដែលពិបាកក្នុងការលាបឡេសជាងគេគឺប្រភេទស្បែកលឿងហើយពួកគាត់តែងតែពិបាកចិត្តអត់ដឹងថាគួរប្រើអីដើម្បីបានស្បែកសដូចចិត្តទេឥឡូវនេះអស់កង្វល់អស់បារម្ភមិនថាបងអូនកំពុងតែប្រើជាមួយនឹងលេណាទេជ្រើសប្រើជាមួយនឹងឈុតយ៉ាសកាទាំង3មុខនេះធានាថាចំណេញទាំងលុយចំណេញទាំងពេលសំខាន់គឺបានស្បែកស្អាតលឿនទៀតណែពេលតិចណាបងអូនចំណាយពេលតែ3ទៅ5នាទីប្រើប្រាស់ជាមួយនឹង scrub បុករួនជាមួយនឹងប្រេងយ៉ាសកាទេធានាជូនថាស្បែកបើយើងជំរុះកោសិកាបានល្អមែនទេប៉ុន្តែមុនប្រើត្រូវផ្សំទឹកលើស្បែកជោគសិនណាហើយធ្វើការដាក់ប្រេងចូលជាមួយនឹង scrub ឲ្យបានច្រើនតិចទៅ scrub យ៉ាសកានេះផ្សំឡើងពីអំបិលរ៉ែសមុទ្រក៏ប៉ុន្តែមានសភាពល្អិតតូចៗមែនតើគ្រាន់តែធ្វើការម៉ាស្សាថ្នមៗមកក៏ជំរុះកោសិកាបានល្អដែរបើនិយាយពីបញ្ហាក្លិនខ្លួនក្លិនក្លៀកតាក់ទងជាមួយនឹងបញ្ហាស្នាមមុនខ្នងមុនទ្រូងវិញគឺជួយបានល្អមែនតើស្បែកឡើងសភ្លឺថ្លាគីឡូក្លា skin ហ្មងបើនិយាយពីវីតាមីនស្ប៉ារបស់យ៉ាសកាវិញបងអូនអើយមហាស្រួលប្រើបងអូនចំណាយពេលត្រឹមតែ10ទៅ15នាទីទេបានស្បែកសថ្លាជាងមុនថែម2ទៅ3កម្រិតទៀតមានវីតាមីនស្ប៉ារបស់យ៉ាសកានៅផ្ទះគឺស្រួលខ្លាំងមែនតើមិនចាំបាច់ទៅ clinic ទេចំណាយលុយតិចចំណាយពេលតិចក៏ប៉ុន្តែបានស្បែកស្អាតលឿនស្ប៉ាតែម្ដងដូចបានតែបញ្ចូលវីតាមីនស្បែកនៅ clinic ម្ដងទៅ2ដងអញ្ចឹងសាច់ស្ប៉ារបស់គេគឺទន់ត្រជាក់មែនតើដាក់នៅលើស្បែកអត់មានផលរំខានទេអត់មានក្លិនឈ្ងុយបដូរពណ៌រោមឬក៏ធ្វើឲ្យមានបញ្ហាឈឺកញ្ចក់ទេពីថាក្លិនឈ្ងុយបើចិត្តពណ៌ជាងពីស្បែកបានល្អក្រិនក្រឹមលើស្បែកវិញគឺជួយបានល្អខ្លាំងមែនតើហ្មងនិយាយមែនណាចំណាយពេលត្រឹមតែ15នាទីទៅ20នាទីនៅផ្ទះទេប្រើប្រាស់ជាមួយនឹងឈុតយ៉ាសកាទាំង3មុខនេះស្បែកសឈ្នះញៀបលេចូលផ្លុកទៅហើយតែខ្ញុំមិនបោះបង់ដាច់ខាតលោកបើលោកនៅតែមកតាមរំខានអ្នកគ្រូយើងទៀតពួកយើងនឹងប្តឹងប៉ូលីសហើយពីនស៊ីងខ្ញុំដឹងថាអូនខ្ញុំដឹងថាខ្ញុំមិនសមនឹងទទួលបានការអភ័យទោសពីអូនទេតែសូមឲ្យខ្ញុំនិយាយឲ្យចប់សិនមកលោកធ្វើបែបនេះខ្ញុំដឹងរឿងដែលបងប្រុសខ្ញុំស្លាប់អស់ហើយខ្ញុំបានឃើញវីដេអូកាមេរ៉ាសុវត្ថិភាពហើយខ្ញុំដឹងថាអូនចូលមកចិត្តខ្ញុំមិនមែនព្រោះស្រឡាញ់ខ្ញុំទេគឺដោយសារតែបណ្ដាំចុងក្រោយរបស់បងប្រុសខ្ញុំដឹងថាអ្នកដែលអូនស្រឡាញ់គឺគាត់ខ្ញុំដឹងថាខ្ញុំធ្វើបាបអូនអស់7ឆ្នាំហើយនេះជាកាដូដែលខ្ញុំចង់ជូនអូនទោះបីជាខ្ញុំដឹងថាជាតិនឹងប្រហែលជាមិនអាចទទួលបានការអភ័យទោសពីអូនក៏ដោយតែខ្ញុំសូមអង្វរអូនសូមឲ្យខ្ញុំបានការពារអូនផងដូចអ្វីដែលបងប្រុសចង់បានវាយឺតពេកហើយគ្រប់យ៉ាងវាហួសពេកអស់ហើយបៃស៊ីងខ្ញុំនឹងនៅទីនេះរងចាំអូនហើយនឹងស្ដាយក្រោយនៅអ្វីដែលបានធ្វើលោកម្ចាស់លោកជង្គង់បែបនេះក៏គ្មានប្រយោជន៍ដែរអ្នកគ្រូគាត់ប្រហែលជាមិនចង់ជួបលោកមែនទេខ្ញុំនឹងនៅទីនេះរងចាំខ្ញុំជំពាក់គេច្រើនណាស់ត្រកូលខ្ញុំគឺខ្ញុំនឹងនៅចាំទីនេះរហូតមិនថាត្រូវចាំយូរប៉ុណ្ណាក៏ដោយ
ព្រះអើយម្នាក់នេះលុតជង្គង់ពេញមួយយប់តែម្ដងកាលពីយប់មិញពេលខ្ញុំដើរកាត់គាត់នៅទីនេះបាត់ហើយឮថាគាត់តាមស្រឡាញ់អ្នកគ្រូលីននៅមហាវិទ្យាល័យគីមីវិទ្យាមែនអត់នឹងអ្នកគ្រូលីននឹងត្រជាក់ស្រេបដូចតែមនុស្សចរិតបែបហ្នឹងមិននឹងមានអ្នកតាមស្រឡាញ់ទៅមើលទៅគាត់ដូចជាមិនស្រួលខ្លួនទេចិត្តសន្លប់ហើយមើលទៅលោកមិនអីទេមែនទេចង់ញ៉ាំទឹកបន្តិចអត់អរគុណខ្ញុំមិនស្រេកទេតែមើលទៅលោកដូចជាខ្សោយខ្លាំងណាស់ឲ្យខ្ញុំជួយហៅឡានពេទ្យឲ្យទេមិនបាច់ទេកុំអីខ្ញុំកំពុងចាំមនុស្សម្នាក់ចាំមនុស្សតើចាំអ្នកណាទៅបានជាសុខចិត្តមកលុតជង្គង់បែបហ្នឹងចាំមនុស្សម្នាក់តែខ្ញុំធ្លាប់ធ្វើឲ្យគេឈឺចាប់ចុះហេតុអីបានជាគេមិនព្រមជួបលោកព្រោះខ្ញុំបានធ្វើរឿងច្រើនណាស់តែមិនអាចអត់អន់ឲ្យបានលោកសាលាចិត្តចូលរៀនហើយលោកធ្វើបែបនេះនាំឲ្យរំខានដល់ការធ្វើដំណើររបស់គ្រូនិងសិស្សសូមទោសផងប៉ុន្តែខ្ញុំមិនអាចទៅណាបានទេលោកលុតជង្គង់ពេញមួយយប់ហើយតែរាងកាយលោកទ្រាំរួចដែរទេខ្ញុំទ្រាំបានអ្នកគ្រូលីនយប់មិញសម្រាប់មិនបានស្រួលមែនទេមើលទៅទឹកមុខមិនសូវស្រស់បោះសោះអត់អីទេលោកគ្រូប្រហែលជាគ្រុនផ្ដាសាយបន្តិចបន្តួចទេម្នាក់ដែលនៅមាត់ទ្វារនោះនៅតែមិនទាន់ទៅណាទៀតគេលុតជង្គង់នៅទីនោះមួយយប់ទល់ភ្លឺហើយមិនពាក់ព័ន្ធនឹងខ្ញុំទេតែមើលទៅគាត់គួរឲ្យអាណិតណាស់ហើយយប់មិញភ្លៀងខ្លាំងទៀតមែនហើយពេលខ្ញុំឃើញគាត់ពីព្រឹកមិញគាត់ញ័រខ្លួនត្រើតតែម្ដងច្បាស់ជាគ្រុនក្តៅហើយខ្ញុំប្រាប់ហើយថាមិនពាក់ព័ន្ធនឹងខ្ញុំទេពួកឯងឈប់និយាយទៅអូលីនឲ្យមានរឿងអីហ្នឹងមិនក៏ខឹងខ្លាំងម្ល៉េះសាស្ត្រាចារ្យអាចារ្យនៅមាត់ទ្វារមានម្នាក់លុតជង្គង់ចាំអ្នកគ្រូលីនលុតជង្គង់ចុះរឿងហ្នឹងវាយ៉ាងម៉េចទៅវិញលីនអញស្គាល់ម្នាក់ហ្នឹងទេហើយបើជារឿងចំនួនស្នេហាអីគួរតែនិយាយគ្នាឲ្យច្បាស់លាស់ទៅមិនអញ្ចឹងឲ្យគេមកលុតជង្គង់នៅមាត់ទ្វារពេញមួយយប់បែបនេះខ្ញុំនឹងគេគ្មានរឿងស្នេហាអីជាមួយគ្នាទេយើងគ្មានពាក់ព័ន្ធគ្នាទេចុះបើមិនអញ្ចឹងហេតុអីបានជាខ្ញុំមិនដឹងទេហើយក៏មិនចង់ដឹងដែរហេតុអីត្រូវមកធ្វើបាបផ្លូវចិត្តខ្ញុំបែបនេះស្មានថាធ្វើបែបហ្នឹងខ្ញុំនឹងទុនចិត្តមែនទេស្មានថាពាក្យសុំទោសប៉ុន្មានម៉ាត់អាចលុបលាងការជិះចាប់7ឆ្នាំបានមែនទេទេខ្ញុំនឹងមិនជឿទៀតទេដាច់ខាតមិនទុនចិត្តឡើយមើលទៅខ្ញុំក៏មិនសូវប្រកបដែរក្មួយប្រុសមិនក៏ធ្វើបាបខ្លួនឯងបែបហ្នឹងមីងឃើញក្មួយអង្គុយនៅហ្នឹងតាំងពីព្រឹកមិនកម្រើកខ្លួនសោះមិនឃ្លានទេអីមកញ៉ាំអីបន្តិចទៅអរគុណមីងតែខ្ញុំមិនឃ្លានទេអូយមិនឃ្លានអីមនុស្សយើងបើមិនញ៉ាំបាយមិនមានកម្លាំងហ្នឹងយកទៅប្រាប់មីងមើលតើមានរឿងអីបានជាក្មួយតស៊ូដល់ថ្នាក់ហ្នឹងខ្ញុំបានធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ខ្ញុំបានធ្វើបាបមនុស្សស្រីម្នាក់តែល្អបំផុតក្នុងโลกនេះបើអញ្ចឹងក្មួយគ្រាន់តែទៅសុំទោសគេទៅមិនចាប់បាត់ហើយក្មេងឆ្លោះគ្នាជារឿងធម្មតាទេមិនមែនឆ្លោះគ្នាទេគឺខ្ញុំបានធ្វើបាបគាត់អស់រយៈពេល7ឆ្នាំហើយ7ឆ្នាំនេះក្មួយស្គាល់គ្នា7ឆ្នាំហើយគាត់មកនៅក្បែរខ្ញុំក៏ព្រោះតែពាក្យសន្យាមួយតែខ្ញុំបែរជាធ្វើបាបគាត់អស់រយៈពេល7ឆ្នាំពេញ
Đợi xaខ្ញុំមិនដឹងរឿងអីទាំងអស់ទាំងរឿងដែលគាត់ផឹកជំនួសខ្ញុំទាំងរឿងដែលគាត់រងគ្រោះជំនួសខ្ញុំថែមទាំងឲ្យគាត់លុតជង្គង់នៅមុខមនុស្សជាច្រើនឲ្យគេសាយចំអកដាក់គាត់ទៀតមកហើយមិនក៏ក្មួយធ្វើដាក់មនុស្សស្រីបែបហ្នឹងកើតមកពីខ្ញុំមិនដឹងខ្ញុំមិនដឹងការពិតតតែសោះខ្ញុំស្មានតែគាត់ចូលមកចិត្តខ្ញុំព្រោះតែលុយតែការពិតមិនមែនទេអ្នកដែលគាត់ស្រឡាញ់គឺបងប្រុសរបស់ខ្ញុំចុះគាត់ដឹងថាបងនៅទីនេះទេគាត់ដឹងតែគាត់មិនព្រមជួបខ្ញុំទេមិនព្រមអត់ទោសឲ្យខ្ញុំការជឿចាប់ខ្លះពិតជាពិបាកអត់ឲ្យមែនខ្ញុំយល់អញ្ចឹងហើយបានជាខ្ញុំត្រូវនៅចាំទីនេះទោះត្រូវចាំដល់ស្លាប់នៅទីនេះក៏ដោយក៏ខ្ញុំត្រូវឲ្យគាត់ដឹងពីវិបត្តិសារីរបស់ខ្ញុំដែរក្មួយប្រុសមីងយកបបរមកឲ្យអរគុណមីងតែខ្ញុំមិនឃ្លានមែនទែននេះចូលថ្ងៃទី2ហើយណាបើមិនញ៉ាំអីខ្លះទេប្រយ័ត្នស្លាប់មិនដឹងខ្លួនម្សិលមិញក្មួយថាឲ្យក្មេងស្រីម្នាក់នោះរងកម្មបិទជំនួសតើរឿងនឹងវាពិតជាយ៉ាងម៉េចទៅគាត់នៅទីនេះទៀតឃើញតាំងពីម្សិលមិញម្លេះឮថាដេញតាមសុំស្រឡាញ់ស្រីការលើកនោះមានជាតចង់សម្រាប់ខ្ញុំនាងក៏ស្ទុះទៅរងជំនួសដោយមិនរីរែកគ្រោះថ្នាក់ខ្លាំងណាស់តើកម្មបិទចាក់ចំស្មានាងឈាមហូរពេញដីតែម្ដងតែខ្ញុំតែក្នុងដើរចេញបាត់ចិត្តដាច់ពេកហើយដឹងគេជួយជីវិតហើយបែរជាដើរចេញចោលបែបហ្នឹងហើយនៅមានទៀតខ្ញុំឲ្យនាងផឹកស្រាជំនួសខ្ញុំផឹករហូតដល់ក្អួតពួកនោះចេះតែបង្ខំឲ្យនាងផឹកបង្ខំឲ្យផឹកមួយកែវហើយមួយកែវទៀតមិនឈប់សោះមុខគាត់ស្លេកស្លាំងណាស់តែគាត់នៅតែបន្តផឹកម្ដងមួយកែវទៀតតើមានគំនុំសងសឹកអីខ្លាំងម្ល៉េះហើយនៅមានទៀតខ្ញុំឲ្យគាត់លុតជង្គង់នៅមុខមនុស្សគ្រប់គ្នាឲ្យគេសាយចំអកដាក់ដូចអ្វីដែលខ្ញុំកំពុងធ្វើឥឡូវអីចឹងលុតជង្គង់ហេតុអីគ្រាន់តែរឿងហ្គេមសោះហ្នឹងដើម្បីតែបំពេញតាមការចង់បានរបស់គេលុតជង្គង់នៅមុខគេឯងឲ្យគេសាយចំអកឲ្យនេះវាហួសហេតុមើលងាយគ្នាពេកហើយមិនផ្លែកទេដែលគេមិនព្រមអត់ទោសឲ្យគាត់លោកម្ចាស់គ្រូពេទ្យសាលាមកដល់ហើយគាត់គ្រុនក្តៅហើយខ្សោះជាតិទឹកខ្លាំងណាស់ត្រូវតែបញ្ជូនទៅមន្ទីរពេទ្យព្យាបាលភ្លាមអត់ទេខ្ញុំមិនទៅទេបើនៅតែអីចឹងទៀតលោកនឹងគ្រោះថ្នាក់ដល់ជីវិតហើយបើមិនព្រមព្យាបាលទេលោកពិតជាមានគ្រោះថ្នាក់ដល់ជីវិតមែនណាខ្ញុំមិនខ្លាចស្លាប់ទេតើអ្នកគ្រូលីនម្នាក់នោះសំខាន់ចំពោះលោកខ្លាំងម្ល៉េះបាទសំខាន់ណាស់គាត់គឺជាមនុស្សដែលបងប្រុសខ្ញុំស្រឡាញ់បំផុតហើយក៏ជាមនុស្សដែលខ្ញុំមានកំហុសចំពោះបំផុតដែរលោកម្ចាស់ភ្ញាក់រលឹកឡើងទៅព្យាបាលសិនទៅរឿងមនុស្សចិត្តណាចាំនិយាយគ្នាតាមក្រោយអត់ទេខ្ញុំត្រូវតែនៅចាំទីនេះត្រូវតែនៅសុំទោសកំហុសនៅទីនេះបើមិនអីចឹងទេគាត់នឹងគិតថាខ្ញុំបោះបង់គាត់ចោលម្ដងទៀតហើយហេម្នាក់នឹងពិតជាចេះមែនខ្ញុំបង្ខំគាត់មិនបានទេមានតែប្រាប់គ្រួសារគាត់ប៉ុណ្ណោះអ្នកគ្រូលីយប់ណាស់ហើយមិនទាន់ទៅផ្ទះទៀត
នៅសល់ទិន្នន័យខ្លះត្រូវចាត់ចែងតែខាងក្រៅចាប់ផ្ដើមភ្លៀងហើយណាឲ្យពួកយើងជូនអ្នកគ្រូទៅវិញទេមិនអីទេខ្ញុំនៅបន្តិចទៀតម្នាក់នោះប្រហែលជានៅចាំមាត់ទ្វារនៅឡើយទេភ្លៀងខ្លាំងបែបហ្នឹងមិនពាក់ព័ន្ធនឹងខ្ញុំទេលោកគ្រូលីនឬមួយអ្នកគ្រូទៅមើលបន្តិចទៅចុះបើខ្ញុំប្រាប់ហើយថាវាមិនពាក់ព័ន្ធនឹងខ្ញុំអ្នកគ្រូលីនមើលទៅបារម្ភពីគេច្បាស់ណាស់មិនហើយមកថាអត់តែដៃញ៉អស់ហើយហ្នឹងតោះទៅវិញពីនស៊ីងបងដឹងថាអូននៅខាងលើបងដឹងថាអូននៅសំដីបងសូមអង្វរសូមផ្ដល់ឱកាសឲ្យបងម្ដងមកឲ្យបងបានសុំទោសអូនផងកូនឲ្យភ្លៀងខ្លាំងបែបហ្នឹងគេនៅតែមិនទាន់ទៅទៀតមានការអីពីនស៊ីងឥឡូវយប់ណាស់ហើយអូននៅធ្វើការទៀតមែនទេមិនពាក់ព័ន្ធនឹងលោកទេបងគ្រាន់តែបារម្ភពីអូនលោកគ្មានសិទ្ធិមកបារម្ភពីខ្ញុំទេបងដឹងបងគ្មានសិទ្ធិទេបងគ្រាន់តែសង្ឃឹមថាព្រោះ7ឆ្នាំមកនេះបងតែងតែតាមដានមើលអូនរហូតអញហៅអានឹងថាជាការបារម្ភអីអត់ទេមិនមែនបារម្ភទេគឺធ្វើបាបបងធ្វើបាបអូនអស់7ឆ្នាំហើយតែពេលនេះបងចង់ការពីអូនវាយឺតពេកហើយបានស៊ីងចុះមកសិនមកបងមានរឿងច្រើនណាស់ចង់និយាយជាមួយអូនខ្ញុំមិនចង់ស្ដាប់ទេវាជារឿងរបស់បងប្រុសហើយក៏ជារឿងខ្សែអាប់សម្លេងនោះដែរខ្ញុំប្រាប់ហើយមិនចង់ឡើងនិយាយរឿងអីពីគាត់ទាំងអស់វ៉ាន់ស៊ីងទីបំផុតអញព្រមជួបខ្ញុំហើយមែនទេត្រឡប់ទៅវិញទៅកុំធ្វើបាបខ្លួនឯងបែបហ្នឹងទៀតអីបងមិនទៅវិញទេបងសង្ឃឹមថាអូននឹងអភ័យទោសឲ្យបងខ្ញុំមិនអភ័យទោសឲ្យអញដាច់ខាតគ្មានថ្ងៃទេបងដឹងប៉ុន្តែបងចង់កាលពីអូនជំនួសបងប្រុសបងចង់ឲ្យអូនដឹងពីការចងចាំរបស់បងវាយឺតពេកហើយគ្រប់យ៉ាងវាយឺតពេកអស់ហើយបងដឹងថាវាយឺតពេកតែវ៉ាន់ស៊ីងបងស្រឡាញ់អូនឯងនិយាយថាអីបងនិយាយថាបងស្រឡាញ់អូនបងស្រឡាញ់អូនបងស្រឡាញ់អូនមែនទេស្រឡាញ់ខ្ញុំអញសំដែងអីសេចក្តីស្រឡាញ់របស់ឯងគ្មានន័យអីសម្រាប់ខ្ញុំទេមួយជីវិតនេះខ្ញុំស្រឡាញ់តែនាងឆេនម្នាក់គត់ខ្ញុំគ្មានថ្ងៃអត់ទោសឲ្យឯងហើយក៏គ្មានថ្ងៃស្រឡាញ់ឯងដែរខ្ញុំនឹងមិនផ្ដល់ឱកាសឲ្យឯងជាដាច់ខាតប៉ុន្តែបងមិនបោះបង់ទេបងនឹងបង្ហាញឲ្យអូនឃើញគាត់ចង់ធ្វើអីហ្នឹងចង់ដុតសម្លាប់ខ្លួនឯងមែនឈួតពេកហើយម្នាក់ហ្នឹងបងចង់ឆ្លងកាត់អ្វីដែលអូនធ្លាប់ជួបរាល់ការជឿចាប់ទាំងអស់ព្រះអើយផឹកស្រាស់បែបហ្នឹងមកមិនខានទេមានអ្នកណាមកជួយមើលផង
នៅមុខខ្លងទ្វារសាលានឹងពេលនេះបងយល់ពីអារម្មណ៍អូនច្បាស់ហើយប្រញាប់ឲ្យសន្តិសុខមកអូយគាត់អ៊ូឈាមហើយគាត់អ៊ូឈាមមែនទែនហើយលោកកំពុងធ្វើអីហ្នឹងមិនទាន់ចប់ទេមិនទាន់ចប់នៅឡើយទេដល់ថ្នាក់ប្រើកម្មបិតហើយប្រញាប់ទៅលួងគាត់ទៅគេធ្លាប់រងកម្មបិតជំនួសអូនបងសងអូនវិញលោកចិត្តត្រជាក់សិនកុំឆេវឆាវអីឲ្យបងត្រជាក់ចិត្តបងត្រជាក់ចិត្តអស់7ឆ្នាំហើយបងបានធ្វើបាបអូនអស់7ឆ្នាំហើយអាយគាត់ចាក់ខ្លួនឯងមែនទែនហើយឈាមច្រើនណាស់ហើយប៉ូលីសទៅប្រញាប់ឲ្យឡានពេទ្យមកឈឺមែនទែនសំណាងហើយសុំទោសលោកឈប់ទៅពួកយើងឲ្យឡានពេទ្យហើយអត់ទេមិនទាន់គ្រាន់ទេនៅមិនទាន់គ្រាន់ទេគាត់ទៅណាចាប់គាត់ទៅគាត់រត់ទៅកណ្ដាលផ្លូវហើយឈួតមែនចង់ងាប់អីគឺខ្ញុំចង់ងាប់នឹងហើយឈួតមែនតិចគេបុកងាប់បាត់ទៅសំណាងហើយតាមពិតបងឆ្លងកាត់រឿងជិះចាប់ច្រើនដល់ថ្នាក់ហ្នឹងអ្នកគ្រូលីមិនស្រួលទេម្នាក់នៅខាងក្រោមនោះឈួតបាត់ហើយស្អីគេគាត់ធ្វើបាបខ្លួនឯងហើយរត់ទៅលើផ្លូវទៀតឥឡូវស្ទះផ្លូវអស់ហើយមានរឿងអីហ្នឹងលីងរឿងនេះតើវាមានរឿងអីឲ្យប្រកាសទៅចុះឯងនឹងគាត់មានរឿងអីជាមួយគ្នាឲ្យពិតប្រាកដអ្នកគ្រូលីងគាត់កំពុងស្រែកហៅឈ្មោះអ្នកគ្រូគាត់និយាយថាចង់ងាប់ជំនួសអ្នកគ្រូអីហ្នឹងឥឡូវឡានពេទ្យមកដល់ហើយមនុស្សម្នាថតវីដេអូពេញហ្នឹងមកហើយរឿងនេះជាឥទ្ធិពលអាក្រក់ខ្លាំងណាស់លីងអញត្រូវតែទៅដោះស្រាយភ្លាមអ្នកគ្រូលីងប្រញាប់ចុះបើនៅតែអញ្ចឹងទៀតច្បាស់ជាមានរឿងដល់ថ្នាក់ងាប់មនុស្សមិនខានមើលអ្នកទាំងអស់គ្នាម្នាក់នេះចង់តាមស្រីរហូតធ្វើខ្លួនឯងដល់ថ្នាក់ហ្នឹងមនុស្សសម័យនេះដើម្បីស្នេហាហ៊ានធ្វើគ្រប់យ៉ាងមែនហើយមើលទៅមើលចុះថាមនុស្សម្នាក់គេលុបលាងកំហុសដោយរបៀបណាលោកគ្រូលីនគឺជាលោកគ្រូលីនប៉ាន់សៀងអញមកហើយហីនេះអញកំពុងធ្វើស្អីហ្នឹងអ្នកគ្រូលីតាអ្នកទាំងពីរមានទំនាក់ទំនងអីនឹងគ្នាឲ្យប្រកាសទៅគេចង់ងាប់ដោយសារតែមុខមាត់នឹងហើយអាម្នាក់នឹងវាឈួតមែនទេធ្វើខ្លួនដល់ថ្នាក់នឹងដើម្បីតែស្រីម្នាក់ខ្ញុំគិតថាបងពិតជាបារម្ភពីអូនមែនអាឡូនៅសាកលវិទ្យាល័យហ្វាតូមានមនុស្សរបួសធ្ងន់បាត់បង់ឈាមច្រើនណាស់ចេញទៅតើមានសាច់ញាតិនៅទីនេះទេគឺខ្ញុំ
ខ្ញុំមិនមែនសាច់ញាតិទេចុះលោកស្រីជាខ្ញុំគ្រាន់តែជាអ្នកស្គាល់គ្នាជាមួយគាត់បាត់អ្នកជំងឺបាត់បង់ឈាមច្រើនណាស់តែសំណាងល្អបញ្ជូនមកតាន់ឥឡូវគាត់ផុតគ្រោះថ្នាក់ហើយប៉ុន្តែអារម្មណ៍គាត់មិនសូវនឹងនោះទេគាត់សួររហូតថាតើអ្នកគ្រូអត់ទោសឲ្យគាត់ហើយឬនៅវិនស៊ីនបងដឹងថាអូននៅតែបារម្ភពីបងលោកកុំទាន់អារម្មណ៍ភើពេកប្រយ័ត្នដាច់មុខរបួសគូណានយ៉ាងមានរឿងខ្លះខ្ញុំត្រូវនិយាយឲ្យច្បាស់ថាម៉េចអូននិយាយមកអូននិយាយអីក៏បងស្ដាប់ដែរខ្ញុំជួយលោកមិនមែនមកពីខ្ញុំលើកលែងទោសឲ្យលោកនោះទេខ្ញុំគ្រាន់តែមិនចង់ឲ្យមានមនុស្សស្លាប់នៅមុខសាលាខ្ញុំមិនចង់ឲ្យមានរឿងអាក្រក់កើតឡើងទេមានតែប៉ុណ្្នឹងទេថាម៉េចមនោសញ្ចេតនាដែលខ្ញុំមានចំពោះលោកគឺមិនមានអ្វីប្រែប្រួលទេខ្ញុំនឹងមិនលើកលែងទោសឲ្យលោកជាដាច់ខាតហើយក៏គ្មានថ្ងៃស្រឡាញ់លោកដែរការដែលលោកធ្វើបាបខ្លួនឯងមានតែធ្វើឲ្យខ្ញុំកាន់តែខ្ពើមលោកថែមទៀតប៉ុណ្ណោះអូនកុំដាច់ចិត្តពេកបានទេនេះហើយជាការពិតសម្រាប់ព្យាបាលឲ្យជាទៅពេលចេញពីពេទ្យហើយសូមលោកចាក់ចេញពីជីវិតខ្ញុំទៅបងចង់ខ្ញុំនិយាយចប់ហើយកម្ដៅធម្មតាទេតែសភាពស្មារតីមិនសូវល្អទេលោកត្រូវសហការជាមួយពួកយើងដើម្បីព្យាបាលលោកគ្រូពេទ្យបាត់និយាយមកហេតុអីបានជាមនុស្សយើងត្រូវរស់នៅអីចឹងហីបើការរស់នៅមានតែភាពជាចាប់ចុះបើអញ្ចឹងរស់នៅមានន័យអីទៀតលោកបច្ចុប្បន្នអារម្មណ៍លោកមិនសូវល្អវាជារឿងធម្មតាទេប៉ុន្តែជីវិតគឺមានតម្លៃណាស់ជីវិតមានតម្លៃតែខ្ញុំបែរជាយកជីវិតខ្លួនឯងទៅធ្វើបាបមនុស្សដែលមានតម្លៃបំផុតសម្រាប់ខ្ញុំអ្នកស្រីម្នាក់នោះទោះគាត់និយាយសម្ដីធ្ងន់បន្តិចមែនតែគាត់នៅតែជួយលោកគាត់ជួយខ្ញុំប្រហែលគ្រាន់តែមិនចង់ឲ្យមានមនុស្សស្លាប់ដោយសារគាត់ប៉ុណ្ណោះប៉ុន្តែខ្ញុំឃើញគាត់ដើរចុះដើរឡើងនៅតាមច្រករបៀងយូរណាស់ទើបគាត់ចេញទៅអាហាថាម៉េចអេអ្នកកញ្ញាមិនទាន់ទៅទៀតអីខ្ញុំអូអ្នកកញ្ញាជាមិត្តភក្តិអ្នកជំងឺក្រែ304មែនទេគាត់ទើបតែសួររកអ្នកកញ្ញាមិញហ្នឹងខ្ញុំមិនមែនទេពួកយើងគ្មានពាក់ព័ន្ធអីនឹងគ្នាទេតែអ្នកកញ្ញានៅទីនេះអស់2ម៉ោងហើយតើគឺគាត់នឹងហើយឬថាបុរសម្នាក់នោះសម្លាប់ខ្លួនព្រោះតែគាត់មើលទៅធម្មតាសោះមិនដឹងធ្វើម៉េចឲ្យគេវង្វេងស្លាប់រស់អញ្ចឹងទេចិត្តស្រីពិបាកស្មានណាស់មកថាអត់ខ្វល់តែក្នុងចិត្តប្រហែលជានៅមានគេហើយគាត់យ៉ាងម៉េចហើយរាងកាយគាត់កំពុងតែធូរស្រាលហើយតែស្មារតីគាត់មិនសូវល្អទេមិនព្រមញ៉ាំបាយញ៉ាំទឹកអីសោះបើមិនអញ្ចឹងទេអ្នកកញ្ញាជួយទៅលួងលោមគាត់បន្តិចយ៉ាងណាក៏គាត់ធ្វើដើម្បីអ្នកកញ្ញាដែរអូខ្ញុំមិននិយាយទៀតទេពួកយើងគ្មានពាក់ព័ន្ធគ្នាទេអ្នកនាងទោះជាមានរឿងអីក៏ដោយជីវិតមនុស្សម្នាក់សុទ្ធតែមានតម្លៃណាស់លោកដល់ពេលញ៉ាំបាយហើយខ្ញុំមិនឃ្លានទេលោកមិនបានញ៉ាំអីពេញមួយថ្ងៃហើយណាបើនៅតែបែបហ្នឹងរាងកាយលោកនឹងទ្រាំមិនរួចទេ
មិនអីទេយ៉ាងណាក៏គ្មានអ្នកណាបារម្ភពីខ្ញុំដែរមិនក៏ថាគ្មានអ្នកបារម្ភទៅវិញចុះអ្នកនាងដែលនៅក្រៅបន្ទប់នោះមិនមែនបារម្ភពីលោកទេអីនាងនៅខាងក្រៅមែនអីចាសតាំងពីលោកចូលមកនាងនៅចាំក្នុងច្រកដើររហូតនឹងនាងនៅខាងក្រៅរហូតមែនអីចាសមែនហើយទោះបីមាត់និយាយថាមិនខ្វល់ក៏ដោយតែទង្វើរបស់គាត់បញ្ជាក់ច្បាស់ណាស់ខ្ញុំត្រូវទៅរកនាងខ្ញុំត្រូវទៅរកនាងលោកមិនទាន់ចុះពីក្រែបានទេប្រយ័ត្នដាច់មុខរបួសណាខ្វាន់ស៊ីននាងនៅខាងក្រៅមែនទេនាងនៅមានជីវិតមែនទេតែមិញនេះនាងនិយាយថាទេខ្ញុំស្គាល់ចិត្តនាងច្បាស់នាងគ្រាន់តែមាត់រឹងតែចិត្តទន់ទេបើមិនអញ្ចឹងទេនាងមិននៅចាំខាងក្រៅរហូតបែបហ្នឹងឡើយលោកសម្រាប់សិនទៅចាំខ្ញុំទៅមើលថានាងនៅទីនោះទៀតអត់អរគុណអ្នកណាអរគុណច្រើនអ្វីដែលលោកត្រូវធ្វើឥឡូវនេះគឺសម្រាប់ព្យាបាលរបួសឲ្យជាសិនត្រូវថែខ្លួនឲ្យល្អតែតាមពិតនាងនៅតែស្រឡាញ់ខ្ញុំមែនតើហេតុអីបានជាគាត់មិនព្រមទទួលស្គាល់ចឹងបើចឹងបងរឹតតែត្រូវថែខ្លួនឲ្យល្អទើបអាចតាមស្រឡាញ់គាត់ម្ដងទៀតបានតាមស្រឡាញ់ម្ដងទៀតមែនហើយខ្ញុំមិនអាចបោះបង់បានទេខ្ញុំត្រូវតែបង្ហាញឲ្យគាត់ឃើញអ្នកនាងលោកសេនពិតជាចង់ជួបអ្នកនាងណាស់ខ្ញុំមិនជួបគាត់ទេតែគាត់ទើបតែថាអ្នកនាងនៅមន្ទីរពេទ្យស្រាប់តែគាត់ប្លែកខ្លាំងតែម្ដងមានន័យថាម៉េចគាត់ចាប់ផ្ដើមព្រមញ៉ាំបាយហើយថែមទាំងថាចង់ថែខ្លួនឲ្យល្អដើម្បីបង្ហាញឲ្យអ្នកនាងឃើញទៀតបង្ហាញអីទៅប្រហែលជាបង្ហាញពីចិត្តស្មោះរបស់គាត់ហើយអ្នកនាងទោះជាខ្ញុំមិនដឹងថាមានរឿងអីក៏ដោយតែបុរសដែលធ្វើបាបខ្លួនឯងម្នាក់នោះឬថាគាត់របួសធ្ងន់ណាស់តែបើគេហ៊ានធ្វើដល់ថ្នាក់ហ្នឹងដើម្បីមនុស្សម្នាក់បញ្ជាក់ថាគេស្រឡាញ់ពិតមែនហើយចិត្តស្មោះអីទៅចិត្តស្មោះគាត់នៅណាអ្នកនាងកុំភ្លេចវាទៅចុះតាមពិតខ្ញុំមិនគួរមកទីនេះតាំងពីដំបូងម្ល៉េះធ្វើបែបហ្នឹងមានតែធ្វើឲ្យគាត់យល់ច្រឡំអ្នកនាងចង់ទៅមែនហើយចាស់ខ្ញុំមិនគួរផ្ដោតសង្ឃឹមឲ្យគាត់ទេព្រោះវាមិនដែលមានសង្ឃឹមតាំងពីដំបូងមកម្ល៉េះសម័យនេះរឿងស្នេហាស្មុគស្មាញមែនហើយម្នាក់ខំតាមយកម្នាក់ទៀតខំតែបដិសេធហើយមិនកើតទេលោកគូខ្ញុំមានរបស់កំហាញសំខាន់ខ្លះទាក់ទងនឹងបងប្រុសរបស់លោកពួកយើងបានរកឃើញរបស់នេះក្នុងចំណោមរបស់របរបន្សល់ទុករបស់គាត់នេះគឺជាអ្វីដែលបងប្រុសលោកបានបន្សល់ទុកនៅខ្សែអាត់សម្លេងមួយទៀតហើយមិនក៏មានខ្សែអាត់សម្លេងមួយទៀតបានហើយខ្លឹមសាររបស់វាគឺខុសគ្នាស្រឡះពីអ្វីដែលកញ្ញាលីនបានឬចុះប្អូនប្រុសរបស់បងវិញបើសិនជាឯងបានលើខ្សែអាត់សម្លេងនេះមានន័យថាបងលេងនៅលើលោកនេះទៀតហើយតាំងពីតូចដល់ធំបងបារម្ភពីឯងជាងគេបំផុតឯងតែងតែលាក់រឿងគ្រប់យ៉ាងទុកក្នុងចិត្តហើយចូលចិត្តធ្វើអ្វីដែលផ្ទុយពីចិត្តខ្លួនឯងប្រហែលជានេះជាចរិតរឹងរូសហើយប៉ុន្តែបងដឹងថាការពិតទៅឯងត្រូវការក្តីស្រឡាញ់ជាងអ្នកណាទាំងអស់ហើយក៏ខ្លាចភាពឯកោបំផុតដែរក្រោយពេលបងស្លាប់ទៅបងចង់ឲ្យនាងមកមើលថែនាងគឺជាក្មេងស្រីល្អម្នាក់ដែលស្លូតបូតនិងមានចិត្តបុណ្យបងជឿថាឯងក៏នឹងស្រឡាញ់នាងដូចគ្នាព្រោះពួកយើងជាបងប្អូនភ្លោះនឹងគ្នាចំណង់ចំណូលចិត្តលើមនុស្សស្រីក៏ដូចគ្នាដែរឯងនឹងរំភើបចិត្តដោយសារតែភាពរឹងមាំនិងចិត្តល្អរបស់នាងប៉ុន្តែប្អូនប្រុសបើសិនជាឯងស្រឡាញ់នាងមែនសូមកុំស្រឡាញ់នាងក្នុងផ្លូវដែលធ្វើឲ្យមានការជឿចាប់អីកុំឲ្យនាងត្រូវរងទុក្ខវេទនាដោយសារតែការស្លាប់របស់បងអីបើឯងស្រឡាញ់នាងចូលមើលថែនាងឲ្យបានល្អដូចដែលបងធ្លាប់ស្រឡាញ់នាងអីចឹងបើបងផ្ដល់ក្តីសុខឲ្យគេមិនបានទេក៏ដោះលែងគេទៅឲ្យគេទៅរកក្តីសុខពិតប្រាកដទៅណានយ៉ាវបងដាយុនបងត្រូវការពារនាងឲ្យដូចជាបុរសម្នាក់មិនមែនធ្វើបាបនាងទេបងប្រុសសម្លាញ់ស្រឡាញ់បងរហូតសុំទោសខ្ញុំខុសហើយចំពោះស្នេហាមួយនេះខ្ញុំធ្វើឲ្យគ្រប់យ៉ាងខូចអស់ហើយកញ្ញាស៊ូនេះជាការវិតម្លៃផ្លូវចិត្តលើកចុងក្រោយរបស់កញ្ញាហើយមានអារម្មណ៍យ៉ាងម៉េចដែរខ្ញុំមានអារម្មណ៍ថាជាសះស្បើយហើយលោកគ្រូគំនិតផ្ដេសផ្ដាស់ទាំងប៉ុន្មានមិនដែលលេចចេញមកទៀតទេច
ចុះកញ្ញានៅមានចិត្តខឹងស្អប់លោកគូទៀតទេអត់មានទៀតទេចាពេលនេះឲ្យតែនឹកឃើញដល់រឿងហ្នឹងខ្ញុំមានអារម្មណ៍ថាខុសខ្លាំងណាស់ចុះពេលនេះកញ្ញាយល់យ៉ាងណាដែរចំពោះគាត់ខ្ញុំចង់ឲ្យគាត់មានក្តីសុខបើគាត់ស្រឡាញ់អ្នកផ្សេងខ្ញុំក៏នឹងជូនពរពួកគេដែរស្នេហាពិតមិនមែនជាការចង់បានជាកម្មសិទ្ធិទេតែគឺការផ្ដល់សេរីភាពឲ្យគ្នាការព្យាបាលនៅទីនេះធ្វើឲ្យខ្ញុំយល់ច្បាស់ល្អណាស់នេះបញ្ជាក់ថាកញ្ញាជាសះស្បើយទាំងស្រុងហើយចុះក្រោយចេញពីពេទ្យមានគម្រោងធ្វើអីដែរចាខ្ញុំចង់ចាប់ផ្ដើមជីវិតថ្មីប្រហែលជាគួរតែទៅដើរលេងខ្លះទៅដើម្បីបំភ្លេចរឿងជឿចាប់កន្លងមកចាខ្ញុំនឹងចេញថ្នាំខ្លះឲ្យដើម្បីជួយឲ្យអារម្មណ៍នឹងនៅឡើងវិញអរគុណលោកគ្រូពេទ្យខ្ញុំនឹងញ៉ាំថ្នាំតាមនឹងហេពួកអាសត្វចិញ្ចឹមអស់នេះស្មានតែខ្ញុំជាសះស្បើយមែនទេហាហាហាថ្នាំរងាប់សរសៃប្រសាទហាហាខ្ញុំមិនមែនមនុស្សឈួតឯណាគឺពិភពលោកនេះទេដែលឈួតហាហាហាអូខ្ញុំដឹងខ្លួនច្បាស់ណាស់ដឹងច្បាស់ថាត្រូវសងសឹកបែបណាធ្វើបាបខ្លួនឯងក៏ព្រោះតែស្រីម្នាក់នោះគឺឯងនឹងហើយដែលបំផ្លាញបងណែនយករបស់ខ្ញុំគ្រូបង្រៀនគីមីវិទ្យាមែនទេអញ្ចឹងខ្ញុំនឹងឲ្យឯងងាប់ដោយសាររបស់ដែលឯងស្គាល់ច្បាស់បំផុតជុំខ្ញុំទៅហាងលក់ឧបករណ៍គីមីដែលធំជាងគេបង្អស់អ្នកនាងចង់ទិញសម្ភារៈគីមីមែនទេយកទៅធ្វើពិសោធន៍អំពីស្នេហាជំរាបសួរអ្នកនាងតើត្រូវការអ្វីដែរចាខ្ញុំត្រូវការសារធាតុគីមីមួយចំនួន Nitroglycerin និង Hydrogen peroxide ហើយនឹងឧបករណ៍បំផ្ទុះមួយចំនួនទៀតរបស់ទាំងនេះជាទំនិញត្រួតពិនិត្យតឹងរឹងណាស់តើអ្នកនាងមានលិខិតបញ្ជាក់ទេចាស់មានតើរបស់អស់នេះបើបូកបញ្ចូលគ្នាគឺគ្រោះថ្នាក់ខ្លាំងណាស់មែនហើយមើលទៅមិនដូចជាយកទៅធ្វើពិសោធន៍ទូទៅទេលេនឆេនសេងមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាចិនខាងកើតចាស់ខ្ញុំកំពុងធ្វើពិសោធន៍អំពីឌីណាមិកនៃការផ្ទុះត្រូវការច្រើនដល់ថ្នាក់នឹងមែនផ្ទុះកាន់តែខ្លាំងតម្លៃកាន់តែខ្ពស់តើមែនទេអ្នកនាងរបស់អស់ទាំងនេះត្រូវប្រើដោយប្រយ័ត្នបំផុតណាកុំបារម្ភអីខ្ញុំជំនាញខាងនឹងតើអ្នកនាងពិតជាចិត្តធំមែនពិតជាពួកឥតប្រយោជន៍មែនតែត្រូវអរគុណអ្នកបោះសម្អាតម្នាក់នោះដែរអស់លុយបន្តិចបន្តួចគេក៏ឲ្យសមមកខ្ញុំបាត់មិនខុសទេគឺនៅទីនេះឯងកន្លែងធ្វើការសម្រាប់យប់ស្អែកហា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 លោកគ្រូលីងជាទីស្រឡាញ់នេះនឹងក្លាយជាមេរៀនចុងក្រោយរបស់លោកគ្រូហើយគ្រូគីមីវិទ្យាស្លាប់ក្នុងគំនរផ្ទុះសារធាតុគីមីពិតជាមានន័យដូចកំណាព្យអញ្ចឹងហា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 អូយ
ឥឡូវដល់ពេលអញ្ជើញទូ X-ray របស់យើងចេញមកហើយអាឡូនរណាគេហៅមកទាំងយប់ជ្រៅហ្នឹងអាឡូលោកគ្រូមែនទេខ្ញុំជាសិស្សរបស់លោកគ្រូនឹងណាមានការអីមែនទេបន្ទប់ពិសោធន៍មានរឿងហើយសារធាតុពិសោធន៍លេចធ្លីហើយលោកគ្រូប្រញាប់មកមើលបន្តិចមកយ៉ាងម៉េចហើយធ្ងន់ធ្ងរទេចាស់សធ្ងន់ធ្ងរណាស់វាអាចនឹងផ្ទុះមានតែលោកគ្រូម្នាក់គត់ដែលដឹងពីវិធីដោះស្រាយខ្ញុំទៅឥឡូវហើយឯងចេញពីទីនោះសិនទៅចាស់សខ្ញុំចាំលោកគ្រូនៅមាត់ទ្វារមិនក៏អាចលេចធ្លីបានខ្ញុំពិនិត្យច្បាស់ហើយតើឥឡូវយ៉ាងម៉េចហើយអ្នកផ្សេងចេញអស់ហើយមែនទេចេញអស់ហើយឥឡូវសល់តែពួកយើងទេលោកគ្រូលីងឆាប់មកតាមខ្ញុំមកចាំបន្តិចឯងនៅថ្នាក់ណាឈ្មោះអីដែរមិនក៏លោកគ្រូដូចជាមិនដែលស្គាល់ឯងសោះអីចឹងខ្ញុំឈ្មោះស៊ូរੂវៃស៊ូរੂវៃភ្ញាក់ផ្អើលទេលោកគ្រូលីនលោកគ្រូសូមប្រមានឯងកុំចង់សាក់អីល្អជាងឯងចង់ធ្វើអីហ្នឹងខ្ញុំចង់មកនិយាយគ្នាជាមួយលោកគ្រូឲ្យច្បាស់អំពីរឿងរបស់គួនណានយ៉ាវមិនមែនឯងនៅមន្ទីរពេទ្យឈួតទេអីហា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 ខ្ញុំចេញពីពេទ្យហើយគ្រូពេទ្យថាខ្ញុំជាសេះស្បើយហើយឥឡូវនេះខ្ញុំចង់ឲ្យលោកគ្រូលីនចូលរួមសហការទៅបន្ទប់ពិសោធន៍ជាមួយខ្ញុំដោយសម្រួលស៊ូរੂវៃថ្ងៃនេះឯងត្រូវតែស្ងប់ចិត្តសិនស្ងប់ចិត្តទៅខ្ញុំមិនដែលស្ងប់ចិត្តខ្លាំងដូចពេលនេះទេស្វាគមន៍មកកាន់កន្លែងបញ្ចុះសពរបស់លោកគ្រូស៊ូរੂវៃឯងឈួតហើយមែនទេមែនហើយខ្ញុំឈួតហើយលោកគ្រូគិតមើលទៅយើងអាចស្លាប់ជាមួយគ្នាបានរ៉ូមែនទិកណាស់មែនទេលោកគ្រូទេថាខ្ញុំរស់នៅក្នុងមន្ទីរពេទ្យឈួតនោះដោយរបៀបណាអញស្ងប់ចិត្តសិនទៅយើងអាចនិយាយគ្នាបាននិយាយគ្នាបាននិយាយរឿងអីរាល់យប់អូនតែងតែយកសັບឃើញបងណែនយករហូតយកសັບឃើញពាក្យសន្យារបស់ពួកយើងកាលពីក្មេងរឿងទាំងនោះវាកន្លងផុតអស់ហើយកន្លងផុតទៅហើយសម្រាប់អញវាជារឿងអតីតកាលព្រោះអញដណ្ដើមគាត់ចេញពីយើងអញដឹងទេរាល់ថ្ងៃដែលយើងនៅមន្ទីរពេទ្យវាក៏ច្រិតពេលដែលយើងកំពុងជួសសេរ៉ូមពួកវាបាននិយាយអីខ្លះដាក់យើងពួកវានិយាយថាយើងជាស្រីឈួតដែលគួរឲ្យអាណិតម្នាក់ជាស្រីឈួតដែលត្រូវប្រុសបោះបង់ចោលអញដឹងទេពួកអ្នកជំងឺពួកវាសើចចំអកឲ្យយើងយ៉ាងម៉េចខ្លះពួកវានិយាយថាមកពីយើងសុំមុខហើយមកពីយើងមិនសមនឹងបងដេយ៉ោតែពេលនេះយើងនឹងឲ្យពួកអញសង្វិញគ្រប់យ៉ាងវាវៃលេងយើងទៅហាហាហាបងដេយ៉ោទីបំផុតបងមកដល់ហើយបងមើលចុះបន្តិចទៀតពួកយើងនឹងបាននៅក្បែរគ្នាជារៀងរហូតហើយបងសម្លាញ់នេះមិនមែនជាវិធីដោះស្រាយបញ្ហាទេដោះស្រាយបញ្ហាវានៅត្រង់នឹងហើយបើគុំតែមានស្រីម្នាក់នឹងបងក៏មិនបោះបង់អូនដែរស៊ូរੂវីអ្នកដែលអូនស្អប់គឺបងគុំធ្វើបាបអ្នកមិនដឹងអីធ្វើបាបអ្នកមិនដឹងអីបងឯងនឹងហើយដែលធ្វើបាបអូនបងបំផ្លាញជីវិតអូនអស់ហើយនៅមានមុខមកនិយាយថាអូនធ្វើបាបអ្នកផ្សេងទៀតអីនេះហើយជាមូលហេតុដែលបងមិនស្រឡាញ់អូនព្រោះអូនមិនពាក់ព័ន្ធគ្នាអីបន្តិចសោះមិនដែលស្រឡាញ់អូនសោះមែនទេចុះការសន្យាកាលពីក្មេងរបស់យើងវិញបងធ្លាប់ថានឹងការពីអូនអស់មួយជីវិតនឹងរឿងកាលពីក្មេងទេតែឥឡូវយើងធំអស់ហើយធំហើយចង់ក្បត់មែនទេធំហើយចង់បោះបង់អូនចង់មែនទេបងដឹងទេរាល់ថ្ងៃនៅមន្ទីរពេទ្យសិតអារម្មណ៍អ្វីដែលធ្វើឲ្យអូនឈឺចាប់បំផុតនោះគឺអីវៃមិនមែនជាការធ្វើបាបមិនមែនជាការបង្ខាំង
តែវាគឺជាក្តីសង្ឃឹមរាល់ថ្ងៃអូនចាំតែទូរស័ព្ទពីបងអូនចង់ឲ្យបងមកមើលអូនចំណែកបងនៅក្នុងចិត្តគេហើយបងនៅចង់បដិសេធគេទៀតរឿងរវាងពួកយើងវាមិនមែនដូចអ្វីដែលអូនគិតទេចុះវាបែបណាមកវិញវៃស្ដាប់បងនិយាយសិនបងរកឃើញខ្សែអាប់សម្លេងរបស់បងប្រុសបងហើយអូនមិនចង់ស្ដាប់ការបកស្រាយអីទាំងអស់បងប្រុសបងនិយាយថាបើបងមិនអាចផ្ដល់ឲ្យវ៉ាន់សៀមនៅសេចក្តីសុខបានទេក៏ឲ្យនាងទៅរកសេចក្តីសុខខ្លួនឯងទៅស្អីគេបងនិយាយថាអីមែនហើយបងរកឃើញខ្សែអាប់សម្លេងមួយទៀតរបស់បងប្រុសគាត់មិនមែនចង់ឲ្យអូនស្រឡាញ់បងទេគឺគាត់ចង់ឲ្យអូនមានសេចក្តីសុខបងប្រុសឲ្យពេលបង7ឆ្នាំដើម្បីឲ្យអូនស្រឡាញ់បងតែបងបែរជាមិនចេះថែរក្សាវាទៅវិញបងធ្វើបាបអូនអស់7ឆ្នាំធ្វើឲ្យអូនឈឺចាប់អស់7ឆ្នាំតែបងប្រុសមិនដូចបងទេគាត់ស្រឡាញ់អូនសង្ឃឹមថាអូនអាចបើកចិត្តស្រឡាញ់គេម្ដងទៀតបានទោះបីជាចុងក្រោយមិនមែនជាបងក៏ដោយគាត់ក៏ចង់ឃើញអូនមានក្តីសុខដែរបងយល់ច្រឡំលើគាត់បងសុំអង្វរអូនយំខ្ញុំមិនចង់ស្ដាប់ទេជប់និយាយទៅពួកយើងស្លាប់ទៅជាមួយគ្នាទាំងអស់ទៅមិនបានទេហា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 ដឹងទេរស់នៅទាំងឈឺចាប់បែបនេះវាពិបាកជាងស្លាប់ទៅទៀតបើសិនជាអាចចាប់ផ្ដើមសារជាថ្មីខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនស្រឡាញ់បងទេពួកយើងចេញមិនរួចទេម៉ាស៊ីយ៉ាបងមានរឿងចង់ប្រាប់អូននិយាយមកប៉ាន់ស៊ីងបងស្រឡាញ់អូនបងស្រឡាញ់អូនរហូតមកតាំងពីឃើញអូនលើកដំបូងបងក៏លងស្រឡាញ់អូនបាត់ទៅហើយមិនមែនដោយសាររឿងនៅមន្ទីរពេទ្យក៏មិនមែនដោយសារមានអារម្មណ៍ខុសដែរគឺបងស្រឡាញ់អូនពិតមែនចុះហេតុអីទើបតែមកនិយាយពេលនេះព្រោះបងខ្លាចបាត់បង់អូនបងខ្លាចបាត់បង់ឱកាសចុងក្រោយរបស់បងដឹងថាប៉ុន្មានឆ្នាំមកនេះបងធ្វើបាបអូនរហូតបងធ្វើខុសច្រើនណាស់ធ្វើឲ្យអូនឈឺចាប់រហូតមកតែបងពិតជាស្រឡាញ់អូនខ្លាំងណាស់គ្រាន់តែបងមានអ្នកខ្លាំងពេកបងតែងតែបញ្ចេញអារម្មណ៍មិនល្អដាក់អូនដឹងហើយបងមិនសមនឹងអូនទេតែបងគ្រាន់តែចង់ឲ្យអូនដឹងថានៅលើលោកនេះមានមនុស្សពីរនាក់ដែលស្រឡាញ់អូនខ្លាំងបំផុតកន្លងមកបងតែងតែគិតថាអូនគ្រាន់តែលេងសើចនឹងបងតែមិនមែនទេអត់ទេបងមិនដែលលេងសើចនឹងអូនទេបងបារម្ភពីអូនខ្លាំងណាស់រាល់ពេលអូនមានរបួសបងឈឺចាប់ខ្លាំងណាស់ជំនួសបងនឹងបងប្រុសផងរស់នៅឲ្យបានល្អណាស់ខ្ញុំនៅណាអ្នកនាងលីនដឹងខ្លួនហើយឥឡូវអ្នកនាងនៅមន្ទីរពេទ្យទេគូណានយ៉ាងអ្នកនាងលីនធ្វើចិត្តឲ្យត្រជាក់សិនលោកគ្រូពេទ្យចុះបរិះដែលនៅជាមួយខ្ញុំនោះគាត់មានរបួសអត់ធ្ងន់ធ្ងរអត់
អ្នកនាងលីនគេងសម្រាប់សិនទៅអត់ទេខ្ញុំត្រូវទៅជួបគាត់ជួយខ្ញុំទៅបែបនេះអ្នកនាងលីនខ្ញុំសោកស្ដាយផងមានន័យថាម៉េចគាត់ចេញមកមិនទាន់ទេចេញមកមិនទាន់មានន័យថាម៉េចអ្នកនាងលីនគាត់ស្លាប់ហើយចាស់គាត់ស្លាប់ហើយមិនអាចទេកញ្ញាលីនមិនអាចទៅរួចទេខ្ញុំត្រូវតែទៅមើលកុំអីរបួសអ្នកមិនទាន់ជីទេគេងចុះសិនទៅហេតុអីក៏សួរលោកម្ចាស់ស៊ីមិនបានហេតុអីមិនឲ្យខ្ញុំជួបគាត់ជាលើកចុងក្រោយរបស់ទាំងនេះរកឃើញនៅលើខ្លួនគាត់បានយកខ្លួនបានការពាររបស់ទាំងនេះក្នុងភ្នំភ្លើងខ្ញុំធ្លាប់ឃើញវាជាខ្សែដែលគាត់ចង់ឲ្យខ្ញុំតើហើយមានសម្បត្តិនេះទៀតសរសេរឈ្មោះអ្នកនៅនឹងគាត់ស្លាប់មែនហ្នឹងបាត់មែនហើយលែងបានជួបបងទៀតហើយគូណាយូហេតុអីបងមិនរងចាំអូននៅមានរឿងច្រើនណាស់មិនទាន់បានប្រាប់បងតាមពិតទៅអូនឈប់ស្អប់បងយូរហើយណានឈិនណានយ៉ាខ្ញុំមកសួរសុខទុក្ខអ្នកទាំងពីរហើយកាលពីយប់មិញខ្ញុំយកសប្តាហ៍ឃើញពួកយើងទាំង3នាក់សុទ្ធតែជាសិស្សវិទ្យាល័យជាមិត្តជិតស្និទ្ធនឹងគ្នាណាស់បងប្អូនឯងទាំងពីរនាក់ហ្នឹងពិតជាភ្លើខ្លាំងណាស់តែខ្ញុំក៏អញ្ចឹងដែរខ្ញុំក៏ជាមនុស្សល្ងងម្នាក់ដែរដែលតែងតែចាំដល់ពេលបាត់បង់ទើបចេះឲ្យតម្លៃអរគុណអ្នកទាំងអស់គ្នាអរគុណដែលធ្លាប់ស្រឡាញ់ខ្ញុំតែអ្នកទាំងអស់គ្នាកុំបារម្ភអីខ្ញុំនឹងរឹងមាំឡើងវិញដោយមានក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នារស់នៅឲ្យបានល្អបំផុតដើម្បីចាប់ផ្ដើមជីវិតថ្មីហើយលើកនេះខ្ញុំនឹងមិនរត់គេចទៀតទេខ្ញុំនឹងរស់នៅក្នុងជីវិតដែលជារបស់ខ្ញុំឲ្យបាន
ក្នុងចំណោមប្រភេទស្បែកទាំងអស់ស្បែកដែលពិបាកក្នុងការលាបឡេស៊រជាងគេគឺប្រភេទស្បែកលឿងហើយពួកគាត់តែងតែពិបាកចិត្តអត់ដឹងថាគួរប្រើអីដើម្បីបានស្បែកសដូចចិត្តទេឥឡូវនេះអស់កង្វល់អស់បារម្ភមិនថាបងអូនកំពុងតែប្រើជាមួយនឹងលេណាទេជ្រើសប្រើជាមួយនឹងឈុតយ៉ាសកាទាំង3មុខនេះធានាថាចំណេញទាំងលុយចំណេញទាំងពេលសំខាន់គឺបានស្បែកស្អាតលឿនទៀតចំណាយពេលតិចណាបងអូនចំណាយពេលតែ3ទៅ5នាទីប្រើប្រាស់ជាមួយនឹង scrub បុករួនជាមួយនឹងប្រេងយ៉ាសកាទេធានាជូនថាស្បែកបើយើងជំរុះកោសិកាបានល្អមែនតើប៉ុន្តែមុនប្រើត្រូវផ្សំទឹកលើស្បែកជោគសិនណាហើយធ្វើការដាក់ប្រេងចូលជាមួយនឹង scrub ឲ្យបានច្រើនតិចទៅ scrub យ៉ាសកានេះផ្សំឡើងពីអំបិលរ៉ែសមុទ្រក៏ប៉ុន្តែមានសភាពល្អិតតូចមែនតើគ្រាន់តែធ្វើការម៉ាស្សាថ្នមមកក៏ជំរុះកោសិកាបានល្អដែរបើនិយាយពីបញ្ហាក្លិនខ្លួនក្លិនក្លៀកតាក់ទងជាមួយនឹងបញ្ហាស្នាមមុនខ្នងមុនទ្រូងវិញគឺជួយបានល្អមែនតើស្បែកឡើងសភ្លឺថ្លាគីឡូ Class Skin មកបើនិយាយពីវីតាមីនស្ប៉ារបស់យ៉ាសកាវិញបងអូនអើយមហាស្រួលប្រើបងអូនចំណាយពេលត្រឹមតែ10ទៅ15នាទីទេបានស្បែកសថ្លាជាងមុនថែម2ទៅ3កម្រិតទៀតមានវីតាមីនស្ប៉ារបស់យ៉ាសកានៅផ្ទះគឺស្រួលខ្លាំងមែនតើមិនចាំបាច់ទៅ clinic ទេចំណាយលុយតិចចំណាយពេលតិចក៏ប៉ុន្តែបានស្បែកស្អាតលឿនស្ប៉ាតែម្ដងដូចបានតែបញ្ចូលវីតាមីនស្បែកនៅ clinic ម្ដងទៅ2ដងអញ្ចឹងសាច់ស្ប៉ារបស់គេគឺទន់ត្រជាក់មែនតើដាក់នៅលើស្បែកអត់មានផលរំខានទេអត់មានក្លិនឈ្ងុយបដូរពណ៌រោមឬក៏ធ្វើឲ្យមានបញ្ហាឈឺកញ្ចក់ទេពីថាក្លិនឈ្ងុយបើជាតិពណ៌ជាងពីស្បែកបានល្អក្រិនក្រឹមលើស្បែកវិញគឺជួយបានល្អខ្លាំងមែនតើហ្មងនិយាយមែនណាចំណាយពេលត្រឹមតែ15នាទីទៅ20នាទីនៅផ្ទះទេប្រើប្រាស់ជាមួយនឹងឈុតយ៉ាសកាទាំង3មុខនេះស្បែកសឈ្នះលាបឡេចូលផ្លុក